This is a drama. I'm the drama. សួស្តីអ្នកគ្នាយើងទៅតរឿងរបស់យើងភាគទី2បន្តទៀតរឿងក៏បង្ហាញអំពីតួឯករបស់យើងនៅក្មេងបន្តិចជួវវ៉ុននិងហេជុននាំគ្នាលេងជាមួយគ្នាអញ្ចឹងទៅណាឯសាន់ហាវិញគេលេងទេគេនឹងអង្គុយរៀនដូចដើមជួវវ៉ុននាងរត់លេងចុះឡើងក៏មានអារម្មណ៍ថាឃ្លានទឹកឯហេជុនវិញគេក៏អញ្ចឹងដែរលើអញ្ចឹងសាន់ហាក៏ទៅយកទឹកដោះគោឲ្យអ្នកទាំងពីរញ៉ាំគេញ៉ាំទឹកដោះគោហើយនឹងក៏មានអារម្មណ៍ថាចង់ញ៉ាំអីបន្ថែមទៀតគ្រាន់តែលើអញ្ចឹងសាន់ហាក៏យកនំកញ្ចប់ជាច្រើនតែម្ដងមកឲ្យអ្នកទាំងពីរមុននឹងញ៉ាំនឹងសាន់ហាក៏សួរជួវវ៉ុនថាដោះថ្មិញហើយនៅតើតែជួវវ៉ុនដោះថ្មិញហើយបានសាន់ហាឲ្យញ៉ាំចំណែកឯហេជុនវិញក៏បានហែកនំទៅឲ្យប្អូនស្រីឃើញឯបងគេខ្ជូរណាមានអូប៉ាដល់តែ2នាក់ជួវ៉ុននាងញ៉ាំមិនដែរនឹងក៏ឆ្ងល់ថាតើបងប្រុសបាននំឯណាច្រើនម្ល៉េះតែគ្មានអីទៅពិបាកឆ្លើយទេហេជុនគេក៏ឆ្លើយជំនួសតែម្ដងគឺមានក្មេងស្រីជាច្រើនបានយកនំមកឲ្យសាន់ហាតែមិនមែនតែសាន់ហាទេណាហេជុនគេក៏បានដែរដោយសារតែអ្នកទាំងពីរសិតតែសង្ហាដូចគ្នាចឹងហើយមិនតាក់ក្មេងសិស្សស្រីហេជុនគេឲ្យជួវ៉ុនចាំពេលក្រោយយកនំរបស់គេញ៉ាំខ្លះទៅពេលដែលលើអញ្ចឹងជួវ៉ុននាងឡើងសប្បាយចិត្តរួចហើយនាងក៏ឃើញនំមួយកញ្ចប់ដែលជានំ limited edition ណាចឹងហើយអ្នកញ៉ាំទេនាងក៏ទុកវាហើយជន់ក៏សួរមិនញ៉ាំទៅតែនាងថានាងចង់សុំវាយកទៅញ៉ាំជាមួយនឹងមិត្តភ័ក្តិរបស់នាងនៅឯសាលាពេលដែលមកដល់សាលានាងក៏បានយកនំនឹងទៅឲ្យមិត្តភ័ក្តិរបស់នាងណាមិត្តភ័ក្តិរបស់នាងគ្រាន់តែឃើញនឹងក៏លន់មាត់ថាតែឯងបានវាពីណាហ្នឹងជីវ័នក៏ប្រាប់ទៅថាបងប្រុសរបស់ខ្ញុំជាអ្នកឲ្យឯងចង់ញ៉ាំហ៎រួចហើយអ្នកទាំងពីរក៏ញ៉ាំស្ករគ្រាប់នឹងជាមួយគ្នាណាឃើញចឹងសិស្សស្រីម្នាក់ដែលនៅក្បែរហ្នឹងក៏បានដើរចូលមកសួរជីវ័នថាតើបងប្រុសមួយណាដែលជាអ្នកឲ្យឯងជួវ៉ុនក៏ប្រាប់ទៅគឺគីមសាន់ហាគ្រាន់តែលឿនចឹងនាងក៏ឲ្យជួវ៉ុនឆាបខ្ជាក់ចេញភ្លាមព្រោះថាស្ករគ្រាប់នឹងនាងខំរកទិញឡើង10ម៉ាតណាតែជួវ៉ុននេះមិនចាញ់ឡើយនាងក៏ច្រានសិស្សម្នាក់នឹងឡើងដួលទៅហើយសិស្សម្នាក់នឹងរត់ដេញចាប់ជួវ៉ុនឡើងពេញថ្នាក់លួដល់ពេលជួវ៉ុនអាយុ14ឆ្នាំមានសិស្សស្រីម្នាក់យកសម្បត្តិទៅផ្ញើសាន់ហាហើយនាងចេះតែទទួលទៅមិនតែប៉ុណ្ណោះទេក៏មានសិស្សស្រីខ្លះហ្នឹងមកផ្ញើសម្បត្តិទៅកាងហេជុនវិញម្ដងផ្ញើទៅសាន់ហាម្ដងផ្ញើទៅហេជុននាងទទួលឡើងចង់ឈួតហើយពួកស្រីទាំងអស់គ្នានឹងក៏តាមសួរថាតើសាន់ហាបានអានវាអត់តែហេជុនមានបានតបថាមិនដែរទេនិយាយទៅគឺម្នាក់តាមសួរចម្រិតនាងតែម្ដងចឹងណាមានបងប្រុសសង្ហាដល់តែ2នាក់គឺវាពិបាកអញ្ចឹងឬហើយរឿងក៏បានកាត់មកនៅពេលដែលពួកគេធំវិញហើយជួវ៉ុននាងកំពុងតែរអ៊ូពីត្រកូលរបស់ពួកគេមិនដូចគ្នានឹងហេជុនក៏ប្រាប់ឲ្យជួវ៉ុនខំតែរៀនទៅនៅឆមាសទី1នេះនោះជួវ៉ុនក៏តបទៅវិញអូយឆមាសទី1គឺពិបាកបំផុតហើយហេជុនក៏ប្រាប់ទៅកាន់ជួវ៉ុនទៀតឯងត្រូវតែបង្កើតអារម្មណ៍ខ្លួនឯងឲ្យខំប្រឹងរៀននៅពេលដែលឯងចាប់ផ្ដើមសិក្សាលើបែបហ្នឹងជួវ៉ុនក៏សួរទៅវិញចុះតើឯងធ្វើវាដោយរបៀបណាហើយនាងក៏អួតពីខ្លួនឯងថានាងមានទឹកមុខរាក់ទាក់ដែលទទួលបានពីប៉ារបស់នាងតែហេជុនគេថាការបង្កើតអារម្មណ៍ឲ្យខំប្រឹងរៀននឹងមិនតាក់ទងជាមួយនឹងទឹកមុខទេវាជាអាកប្បកិរិយារបស់ឯងទៅវិញទេបើសិនជានរណាគេម្នាក់ស្ដោះទឹកមាត់ដាក់ឯងហើយឯងក៏នៅតែញញឹមតើពួកគេនឹងគិតយ៉ាងណាទៅចំពោះឯងជួវ៉ុននាងក៏ថាអត់ដឹងទេចឹងហេជុនក៏ប្រាប់ពួកគេនឹងស្ដោះទឹកមាត់ដាក់ឯងម្ដងទៀតនឹងឯងគឺជាអ្វីដែលពួកគេគិតជួវ៉ុនក៏សួរថាតើមានវិធីអីផ្សេងទៀតអត់ដើម្បីវាយបកទៅកាន់ពួកគេទាំងអស់នោះវិញដូច្នេះហើយហេជុនក៏ប្រាប់វិធីទៅកាន់ជួវ៉ុនណាតែសាន់ហាគេថាក៏បង្កបញ្ហាគ្រាន់តែហៅគ្រូទៅគឺបានហើយគ្រាន់តែលេងចឹងហេជុនក៏ថាអើយទៅបានហើយនៅឆ្ងាយទៅដង្កូវសិភៅដោយសារតែសាន់ហាគេចូលចិត្តអានសិភៅពេកយកបានហេជុនគេហៅអញ្ចឹងហេជុនក៏បន្តនិយាយជាមួយនឹងជួវ៉ុនទៀតណាពេលដែលមានរឿងកើតឡើងតែឯងមានពេលឯណាទៅហៅនរណាគេម្នាក់ទៅជួវ៉ុនក៏ឆ្លើយភ្លាមគឺអ្នកមានពេលទេសាន់ហាវិញគេក៏លូកមាត់ទៀតហើយឯងធ្វើអញ្ចឹងកាន់តែធ្វើឯងធ្លាក់ទៅក្នុងបញ្ហាហើយតែហេជុនគេមិនស្ដាប់សោះគេក៏យកដៃគៀសក្បាលសាន់ហាចេញឲ្យឆ្ងាយហើយគេក៏ឲ្យជួវ៉ុនធ្វើតាមគេគឺថាត្រូវតែធ្វើជាល្ងងផងនិងឈួតផងជួវ៉ុននាងក៏ធ្វើតាមណាតែទឹកមុខរបស់នាងក៏កាចតែម្ដងពីរអ្នកបងប្អូនគេនេះពិតជាត្រូវគ្នាមែនតែនគ្រាន់តែមកដល់សាលាភ្លាមក៏មានសិស្សស្រីម្នាក់យកកាដូមកផ្ញើទៅគីមសាន់ហាឯម្នាក់ទៀតក៏ផ្ញើទៅកាងហេជុនជួវ៉ុននាងអាចយកឲ្យបានតែក៏ត្រូវមានលក្ខខណ្ឌជាមួយនឹងនាងមួយវាជាកិច្ចសន្យាដែលនាងធ្វើឡើងសម្រាប់សាន់ហានិងហេជុនកិច្ចសន្យានោះគឺហាមសួរនាងថាតើពួកគេបានអានឬអត់និងហាមសុំឲ្យពួកគេឆ្លើយតបមកវិញឥឡូវនាងគ្រាន់តែសរសេរថ្នាក់លេខផ្ទះហើយនិងសញ្ញារបស់នាងមកដូច្នេះហើយសិស្សស្រីម្នាក់ក៏បាននិយាយថាណែតែឯងចង់រៀបរៀងយើងដោយចេតនាមែនឯងជាប្អូនស្រីគិតថាពួកយើងល្ងងជឿរឿងនឹងដែរតែជួវ៉ុននាងក៏ប្រកែកវាមិនមែនជាអ្វីដែលត្រូវគិតនោះទេពួកយើងអាចនឹងមានតកោខុសគ្នាសិស្សស្រីម្នាក់ហ្នឹងក៏និយាយកាត់ត្រូវហើយឯងមានតកោខុសពីពួកគេជួវ៉ុនក៏និយាយតទៅវិញនាងថានាងហេជុននិងសាន់ហានឹងមានតកោដូចគ្នានៅឆាប់នេះហើយសិស្សស្រីម្នាក់ហ្នឹងក៏ឆ្ងល់តែឯងទទួលបានតកោដូចគ្នាដោយរបៀបណាទៅឯងកំពុងតែចង់លេងសើចជាមួយនឹងយើងមែនហ៎តែឯងចង់លេងសើចជាមួយនឹងយើងឈប់មើលមុខយើងទៅហើយសិស្សស្រីម្នាក់ហ្នឹងក៏បានទះជួវ៉ុនឡើងដួលក៏ធ្វើឲ្យដៃជួវ៉ុនចាញ់ឈាមបាត់មិនតែប៉ុណ្ណោះទេក៏ស្ដោះទឹកមាត់នៅពីមុខនាងទៀតជួវ៉ុនក៏នឹកឃើញពីពាក្យសម្ដីដែលហេជុនបានប្រាប់នាងបើគេស្ដោះទឹកមាត់ដាក់ហើយឯងនៅតែញញឹមគេនឹងស្ដោះទឹកមាត់ដាក់ទៀតចឹងហើយជួវ៉ុននាងក៏ចាប់ផ្ដើមក្លាហានវិញណានាងក៏ក្រោកឡើងនិយាយតទៅវិញឯងទើបតែបានជួបយើងទេហេតុអីបានជាឯងស្ដោះទឹកមាត់ដាក់យើងតើបន្ទាប់មកឯងនឹងស្ដោះម្ដងហើយម្ដងទៀតជាលើកទី2មែន
សស្រីម្នាក់ទៀតឃើញចឹងក៏ឆ្ងល់ថាតើនាងនេះកើតអីអញ្ចេះស្រាប់តែជួវ័នក៏ប្រាជាកំសត់វិញភ្លាមតើនាងនឹងស្ដោះជាលើកទី3មែនទេសស្រីម្នាក់ហ្នឹងក៏និយាយបដិសេធឲ្យមិត្តរបស់នាងអូយនាងស្ដោះទឹកមាត់ហ្នឹងនាងមិនបានគិតអីច្រើនពេកទេនាងគឺគ្រាន់តែជួវ័នក៏បាននឹកឃើញទៅដល់ពាក្យរបស់ហេជុនប្រាប់គេទៀតមិនត្រឹមតែជាមនុស្សល្ងងទេថែមទាំងឈួតចឹងហើយជួវ័នក៏សម្ដែងធ្វើជាមនុស្សឈួតតែម្ដងហើយនាងក៏និយាយថាខ្ញុំនឹងមិនឲ្យឯងស្ដោះទឹកមាត់ដាក់យើងទៀតទេឬហើយនាងក៏ធ្វើខ្លួនឯងជាតុក្កតានៅក្នុងរឿង Squid Game ណានាងចង្អុលចោះចង្អុលឡើងហ្នឹងក៏ឃើញថាសស្រីម្នាក់កំរើកដូច្នេះហើយសស្រីម្នាក់ហ្នឹងគឺជាជនរងគ្រោះរបស់នាងហើយនាងក៏អូសសស្រីម្នាក់ហ្នឹងរត់តែម្ដងមិនដឹងថាទៅណាទេនិយាយពីថានាងរត់ឡើងផ្អើលសិស្សនៅក្នុងសាលានាងរត់បណ្ដាហ្នឹងនាងក៏ខឹងខ្លាំងណាស់នាងគិតថាខ្ញុំឈួតហើយចំណែកឯសស្រីដែលកំពុងតែរត់នេះនាងមានឈ្មោះថាផាក់ដាល់មិនដឹងថានាងរត់ទៅណាដែរទេឡើងញាប់ស្អីតែម្ដងចំណែកឯកាងហេជុនវិញគេកំពុងតែលេងបាល់បោះចង់សង្ហាណាហើយគេមាន fan ស្រីៗជាច្រើនមែនតែនម្នាក់មកមើលតែកាងហេជុនទេព្រោះថាគេមិនត្រឹមតែសង្ហាទេក៏ប្រកែកលេងបាល់បោះទៀតគេបោះចូលណាអញ្ចឹងហើយក៏ធ្វើឲ្យក្រុមរបស់គេឈ្នះពេលហ្នឹងក៏ស្រាប់តែឃើញផាក់ដាល់នាងបានរត់ចូលមកគឺថានាងចង់មកប្រាប់អំពីរឿងជូវ័នដែលកើតឡើងនៅពេលនេះគ្រាន់តែឮឈ្មោះជូវ័នភ្លាមហេជុនគេក៏រត់ទៅយ៉ាងលឿនចំណែកឯជូវ័នវិញនាងមិនប្រយ័ត្នក៏ចពុបដុំថ្មធ្លាក់ចូលទៅក្នុងទឹកស្រះស្របពេលហ្នឹងសិស្សៗទាំងអស់គ្នាក៏បានមើលពីសាលាឡើងពេញហ្នឹងណាហើយសិស្សស្រីម្នាក់ក៏និយាយថាអូនរណាគេធ្លាក់ក្នុងទឹកស្រះនោះតែសន្ហាវិញគេមានបានចាប់អារម្មណ៍ទេនាងក៏ធ្វើជានិយាយថាអូតើបងស្រីរបស់លោកមែនពេលដែលឮអញ្ចឹងសន្ហាក៏រត់ទៅមើលហើយក៏ឃើញថាពិតជាជូវ័នមែនចឹងហើយគេក៏បានយកអាវក្រៅរួចក៏ប្រញាប់រត់ចេញទៅក្រៅណាចំណែកជូវ័នវិញនាងខ្វាយឡើងចង់លង់ទឹកហើយតែគ្មាននរណាគេម្នាក់ទៅជួយនាងសោះសិស្សស្រីម្នាក់ហ្នឹងក៏និយាយថាទឹកមិនជ្រៅនោះទេទាល់តែគេប្រាប់អញ្ចឹងបានជូវ័នដឹងថាអូទឹកមិនជ្រៅផងហើយខ្លួនរបស់ជូវ័នឡើងទៅទឹកជោគតែម្ដងសិស្សស្រីមុនហ្នឹងក៏ប្រាប់ឲ្យជូវ័នឆាប់ឡើងមកវិញមកគ្រាន់តែជូវ័នឡើងមកហ្នឹងម្នាក់ឡើងខ្លាចជូវ័នណាមួយដោយសារតែនាងមានជាប់ក្លិនស្អុយពីស្រះមកទៀតជូវ័ននាងក៏បន្តធ្វើជាឈួតទៀតហើយភ្លាមនឹងក៏ធ្វើជារំអួយណាហើយបងស្រីហេតុអីក៏មកវាយខ្ញុំទៀតអញ្ចឹងបងស្រីហេតុអីក៏វាយខ្ញុំចឹងហើយសិស្សទាំងអស់គ្នាក៏គិតថាអូនាងវាយជូវ័ននាងក៏ធ្វើជាកំសត់បន្តទៀតអូហើយសូមអាណិតខ្ញុំផងវាសិតតែជាកំហុសរបស់ខ្ញុំទាំងអស់សិស្សស្រីម្នាក់នឹងក៏លាន់មកថាណែនាងឈួតទេជូវ័នក៏តបទៅវិញតើខ្ញុំមើលទៅដូចឈួតមែនទេតើពិតជាឈួតមែនពិតប្រាកដទេតើខ្ញុំពិតជាឈួតមែនសិស្សស្រីទាំងពីរឃើញជូវ័នអញ្ចឹងទៅនាងក៏ចង់ខ្លាចដែរណាចំណែកហេជុនវិញគេកំពុងតែរត់មកគ្រាន់តែមកដល់ហ្នឹងក៏ស្រែកដាក់សិស្សស្រីទាំងពីរអ្នកនោះវាស់តែម្ដងសិស្សស្រីដែលក្រាស់ហេជុនហ្នឹងក៏ប្រកែកខ្ញុំមិនបានធ្វើវានោះទេពួកយើងពិតជាមិនបានធ្វើមែនណាឯសិស្សស្រីដែលក្រាស់សន្ហាវិញក៏និយាយថានាងបានលូតចូលទៅក្នុងស្រះដោយខ្លួនឯងចំណែកឯជូវ័នក៏សួរទៅកាន់ហេជុនតើឯងដឹងដោយរបៀបណាទៅតែហេជុនគេបានឆ្លើយនោះទេចឹងហើយនាងក៏សួរទៅកាន់ប្រធានថ្នាក់វិញតើនាងជាអ្នកប្រាប់គេមែនផាកដាល់ក៏តបទៅវិញថាត្រូវហើយក៏ស្រាប់តែហេជុនដោះអាវទៅជូតខ្លួនឲ្យជូវ័នខ្លួនរបស់គេវិញឡើងស៊ីស្ភ័យណាស់ដោយការពីនៅក្មេងនោះទេសិស្សម្នាក់ឃើញចឹងទៅពួកគេឡើងអៀនតែជូវ័ននាងថាអូយស្អុយណាស់ឈប់ជូតខ្លួនឲ្យនាងទៀតទៅចឹងហើយហេជុនក៏យកមកហាត់វិញមើលតើស្អុយមែនអត់ចំណែកឯសុភាពនារីដូចជាផាកដាល់គឺពិតជាអៀនខ្លាំងណាស់ហើយអ្នកខ្លះទៅក៏សរសើរពីរូបរាងរបស់ហេជុនពិតជាហត់មែនតែនរួចហើយឧបាសន្ហាក៏មកដល់វិញម្ដងគ្រាន់តែគេមកដល់ហ្នឹងក៏យកអាវក្រៅយកទៅដណ្ដប់ឲ្យជូវ័នហើយជូវ័នវិញក៏ខ្លាចជាក្មេងតូចភ្លាមសន្ហាក៏សួរថាតើឯងមានអីទេមែនទេឆាប់ឲ្យបងមើលតិចមើលជូវ័ននាងថាខ្ញុំមិនអីនោះទេតែមានណាដៃរបស់នាងចាញ់ឈាមហើយដោយសារតែនាងអត់ចាប់អារម្មណ៍មកហើយសន្ហាក៏បានមើលមុខសិស្សទាំងពីរដែលបានធ្វើបាបប្អូនស្រីគេពេលដែលឃើញអញ្ចឹងអ្នកទាំងពីរមិននឹងហ៊ាននៅទៀតនោះពួកគេក៏បានរត់ចេញទៅឯហេជុនវិញគេក៏សើចដោយគេនិយាយថាពួកនោះនឹងមិនហ៊ានស្ដោះទឹកមាត់ឯងទៀតទេហើយជូវ័នវិញនាងក៏គិតអញ្ចឹងដែរឧបាសន្ហាក៏បាននិយាយថាបងប្រាប់ហើយថាកុំឲ្យបង្កបញ្ហាគេក៏ញ៉ឹងស្លឹកត្រចៀករបស់មេខ្លោឯណោះដែលជាអ្នកបញ្ជាហេជុនគេក៏សុំសន្ហាថាកុំធ្វើអញ្ចឹងមើលចំណែកឯផាក់ដាល់វិញនាងរត់ឡើងរបូតស្បែកជើងហើយទាល់តែជូវ័នប្រាប់ទើបនាងដឹងលុះដល់ម៉ោងទៅផ្ទះវិញឧបាទាំងពីរឈរចាំប្អូនស្រីសិនកំពុងតែឈរចាំនឹងទូរស័ព្ទរបស់សន្ហាក៏បានរលឡើងឃើញថាគឺលោកយាយខលមកក៏ប៉ុន្តែគេមិនលើកនោះទេគេក៏ចុចបិទបាត់ទៅបន្ទាប់មកហេជុនក៏សួរសន្ហាតើឯងខឹងមែនតែសន្ហាវិញគេមិនតបហេជុនសោះហេជុនក៏ធ្វើជាខ្ជូតណាគេថាអើយឲ្យវាកន្លងផុតទៅឯសន្ហាក៏តបទៅវិញបើឯងមិនប្រាប់អីឈួតទៅដល់ជូវ័នទេវាក៏មិនមានរឿងនឹងកើតឡើងដែរក៏ប៉ុន្តែហេជុនក៏ប្រកែកគឺថាជូវ័នត្រូវតែចេះដោះស្រាយបញ្ហាដោយខ្លួនឯងសូម្បីតែសត្វខ្លាក៏វាចេះការពារកូនរបស់វាដែរចឹងហើយសន្ហាក៏សួរឯងធ្លាប់ឃើញសត្វខ្លាបែបនេះដែរហេជុនគេឆ្លើយថាអត់ទេសន្ហាក៏បាននិយាយបន្តទៀតអញ្ចឹងតើឯងគឺជាសត្វខ្លាមែនចម្លើយរបស់ហេជុនក៏នៅតែថាអត់ទេសន្ហាគេខឹងខ្លាំងណាស់គេចង់ទៅដាក់ហេជុនមកបាល់តើគេក៏សួរមួយម៉ាត់ទៀតតើជូវ័នជាកូនរបស់ឯងចំណែកឯហេជុនវិញក៏និយាយថាអត់ទេលោកហើយទឹកមុខរបស់គេដូចជាច្រាញ់សន្ហាណាគេងាកទៅនឹងក៏ឃើញជូវ័នគេក៏ស្រែកហៅថាជូវ័ននៅទីនេះជូវ័ននាងបានផ្លាស់កៅអៅរួចហើយតែក្លិនរបស់នាងនៅតែជាប់ក្លិនស្រះដដែលទោះជាយ៉ាងណាក៏នាងសប្បាយចិត្តដែរផែនការរបស់នាងទទួលបានជោគជ័យនាងថានាងក៏ខកអញ្ចឹងគ្មាននរណាគេម្នាក់ហ៊ានប៉ះពាល់នាងទេ
ឃើញថាជួវនឹងហេជុនពិតជាត្រូវគ្នាមែនតាឯសានហាវិញក៏និយាយថាគួរតែល្អណោះដែលក៏ខ្វក់អញ្ចឹងឃើញអញ្ចឹងជួវក៏សួរតើបងខឹងមែនសានហាក៏តបបងមិនបានខឹងទេគ្រាន់តែបារម្ភវានឹងធ្វើឯងកាន់តែត្រជាក់ខ្លាំងគ្រាន់តែលឿនអញ្ចឹងនឹងហេជុនគេឡើងខឹងណែបើសិនជាឯងមិនខឹងទេមានន័យថាឯងឈួតហើយហេតុអីបានជាឯងខឹងតែយើងអញ្ចឹងតែសានហាគេមិនឆ្លើយនោះទេគេក៏បបួលជួវដើរចេញទៅហេជុនគេខឹងណាស់គេចង់តែដាក់មកបាល់ទេតែគេគ្រាន់តែលេងសើចណាព្រោះថាអ្នកទាំង3ពិតជាស្រឡាញ់គ្នាខ្លាំងណាស់នៅក្នុងឡានក្រុងម្នាក់ៗស្អុយក្លិនរបស់ជួវមែនតែនដូច្នេះហើយបងប្រុសទាំងពីរក៏នាំគ្នាបាំងក្លិនឲ្យណាកុំឲ្យស្អុយទៅលើគេពេកតែជួវនាងក៏ធ្វើជាស្អុយក្លិនរបស់ហេជុនទៅវិញយ៉ាប់ហ្មងជួវលំអៀងមែនតែនស្រឡាញ់តែបងប្រុសសាន់ហាគ្រាន់តែពួកគេចុះពីលើឡានក្រុងភ្លាមក៏មានភ្លៀងធ្លាក់ភ្លាមក៏ប៉ុន្តែអ្នកទាំង3អត់មានណាគេយកឆាត់មកផងហ្នឹងចឹងហើយបងប្រុសសាន់ហាក៏ឲ្យបងប្អូននៅចាំគេសិនទៅគេទៅយកឆាត់មកផ្លែតគឺថាគេសុកចិត្តទៅទឹកខ្លួនគេណាតែជួវនាងថាមិនអីទេគ្រាន់តែភ្លៀងសង់រត់កាត់នឹងតែម្ដងទៅចំណែកហេជុនវិញគេក៏ចង់រត់កាត់ភ្លៀងដែរចឹងហើយអ្នកទាំង3ក៏នាំគ្នារត់កាត់ភ្លៀងទាំង3អ្នកតែម្ដងទៅឃើញថាពួកគេពិតជាមានពេលវេលាដ៏សប្បាយរីករាយជាមួយគ្នាមែនតែនការដែលរត់កាត់ភ្លៀងចឹងគឺសប្បាយខ្លាំងណាស់មិនងាយមានពេលសប្បាយៗចឹងទេពួកគេរត់មកដល់ម៉ាតមួយហ្នឹងក៏នាំគ្នាជ្រុកភ្លៀងបន្តិចសិនហើយគាត់ជួនហ្នឹងក៏បានឃើញចាស់ៗដែលកាត់ទីហ្នឹងគាត់ក៏ឆ្ងល់ដែរថាមិនបានជួវស្លៀកពាក់អញ្ចឹងជួវក៏បង្ហាញកៅអៅគេនៅក្នុងថង់ឯណែអ៊ំស្រីម្នាក់នោះគាត់ក៏ចង់ចែកឆាត់ទៅឲ្យក្មេងៗណាតែអ៊ំស្រីសានីមគាត់ថាអើយមិនបាច់ទេក្មេងៗត្រូវតែឆ្លងកាត់ទឹកភ្លៀងអញ្ចឹងហើយដើម្បីសុខភាពតែអ៊ំស្រីនោះគាត់ថាពួកគេមិនមែនជាក្មេងទៀតឯណាពួកគេធំអស់ហើយគាត់គិតថាពេលវេលាពិតជាដើរលឿនមែនតែនការមុនទូចឲ្យចពេចសោះហើយគាត់ក៏បានសួរទៅកាន់ហេជុនតើអត់មានបានដំណឹងពីម៉ាក់របស់ឯងទេពេលដែលលើអញ្ចឹងទៅហេជុនគេឆ្លើយឡើងអត់ចង់ចាញ់សិនហាគ្រាន់តែលើគេក៏មកឈោបាំងមុខរបស់ហេជុនគេមិនចង់ឲ្យចាស់សួរហេជុនទៀតទេតែគាត់នៅតែនិយាយទៀតណាគាត់ថាពួកឯងនេះពិតជាជួបរឿងអកុសលមែនតែនជួវក៏តបទៅវិញអត់ទេពួកយើងមិនបានជួបរឿងអកុសលផងជារឿងធម្មតាតានៅលើโลกនេះគ្រួសារអ្នកណាក៏មានបញ្ហាដែរមនុស្សគ្រប់រូបគឺពិសេសតាមរបៀបរបស់ពួកគេលើអញ្ចឹងទៅអ៊ំស្រីម្នាក់ហ្នឹងគាត់កៀងដែរហ្នឹងណាគាត់ថាហ្នឹងហើយយើងទាំងអស់គ្នាសុទ្ធតែពិសេសរៀងខ្លួនឯអ៊ំប្រុសនោះវិញគាត់ថាគាត់មិនចង់បាននេះអញ្ចឹងទេគាត់គ្រាន់តែបារម្ភពីក្មេងៗណាអ៊ំស្រីសានីមគាត់ក៏កាត់អ៊ំប្រុសនឹងថាអើយបញ្ឈប់ទៅពួកគេមិនចង់ឲ្យឯងបារម្ភពីគេនោះទេរួចហើយពួកគាត់ក៏បបួលគ្នាចេញទៅបាត់ទៅចំណែកសាន់ហាក៏សួរទៅកាន់ជួវតើពួកយើងពិតជាពិសេសមែនទេដោយសារតែអំបញ្ញមិញជួវនាងនិយាយបានល្អពេកបន្ទាប់មកអ្នកទាំង3ក៏បន្តដំណើរទៅមុខទៀតពេលដែលមកដល់ផ្ទះហ្នឹងក៏បានម្ហូបក្តៅៗដែលលោកពូជេបានធ្វើឲ្យតែម្ហូបទាំងអស់ហ្នឹងសុទ្ធតែជាម្ហូបដែលហេជុនចូលចិត្តដូច្នេះហើយក៏ធ្វើឲ្យជួវនាងខឹងប៉ានាងហើយតែលោកពូជេគាត់ថាឯងចូលចិត្តវាដែរតើអីចំណែកឯលោកពូដេអូក៏សួរជួវពីរឿងដែលនាងចង់ដាក់តកូលរួមគ្នាតើពេលនេះឯងលេងចង់ដាក់នៅចម្លើយរបស់ជួវគឺនាងនៅតែចង់មានតកូលរួមគ្នាវាគ្រាន់តែជាកិច្ចសន្យាស្មុំកូនតើមិនមែនជាកិច្ចសន្យាស្នេហាឯណាព្រោះថានាងមិនចង់លើពាក្យចម្លែកចេញពីអ្នកចិត្តខាងទេពេលដែលលើចឹងលោកពូជេក៏សួរតើអ្នកចិត្តខាងណាជាអ្នកនិយាយជួវនាងក៏មិនហ៊ានប្រាប់ដែរណានាងខ្លាចថាមានរឿងធំនាងក៏ធ្វើជានិយាយថាចុះបើមាននរណាគេម្នាក់ឈឺតើយើងសញ្ញាលើការវះកាត់យ៉ាងម៉េចទៅសាន់ហាក៏ប្រាប់ឲ្យឈប់និយាយរឿងអាក្រក់ៗទៀតទៅគ្រាន់តែញ៉ាំទៅជួវនាងថានាងគ្រាន់តែចង់មានបំណងល្អអន្តើចុះបើសិនជាខ្ញុំឆ្នេះឆ្នោតវិញនៅតាមផ្លូវនៅពេលដែលខ្ញុំមកពីដកប្រាក់ពីធនាគារខ្ញុំបែរជាជួបគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងអ្នកដែលបានលុយគឺមានតែលោកប៉ាទេចុះអ្នកទាំងអស់គ្នាវិញលើអញ្ចឹងលោកពូជេក៏តបទៅវិញថានឹងគឺជាឧទាហរណ៍នៃរឿងល្អរបស់ឯងណាដើម្បីឲ្យប៉ាទទួលបានមរតករបស់ឯងមែនទេជួវនាងក៏ឆ្លើយថាអត់នោះទេហេជុនក៏និយាយម្ដងថាឯងមិនទាន់នឹងបានទិញសម្បត្តិឆ្នោតផងហ្នឹងជួវក៏ឆ្លើយទៅវិញនេះហើយគឺជាមូលហេតុវាគឺជាសមត្ថកម្មជីវិតគឺត្រូវតែត្រៀមខ្លួនទុកជាមុនណាមើលចោះហេតុអីបានជាយើងត្រូវចាក់វ៉ាក់សាំងមិនចាក់នៅពេលដែលយើងផ្ដាសាយរួចហើយទៅហេជុនក៏ឲ្យជួវទៅញ៉ាំទៅបើសិនជាឯងញ៉ាំបានល្អគេលក់ស្រួលនោះឯងនឹងមិនកាត់ផ្ដាសាយទេតែជួវនេះមិនគិតអញ្ចឹងទេចំណែកឯទូរស័ព្ទរបស់សាន់ហាវិញក៏ឃើញថាលោកយាយតែមកទៀតហើយតែគេព្រមលើកទេគេក៏បាត់ទូរស័ព្ទវិញទៅអញ្ចឹងហើយលោកយាយក៏តែមកប៉ារបស់គេវិញម្ដងលោកពូដេអូគាត់ក៏លើកនិយាយជាមួយនឹងម៉ាក់ក្មេកគាត់បន្តិចទៅគាត់ថាអូអត់អីទេអ្នកម៉ាក់ពួកយើងសុខសប្បាយនោះទេហើយគាត់ក៏បានដើរទៅនិយាយនៅខាងក្រៅចំណែកឯសាន់ហាវិញក៏ប្រាប់អ្នកទាំងអស់គ្នាតែម្ដងទៅដើម្បីកុំឲ្យឆ្ងល់គឺលោកយាយខាងម៉ាក់របស់គេជាអ្នកខលមកម្នាក់គ្រាន់តែឃើញទឹកមុខរបស់សាន់ហាហ្នឹងក៏នាំគ្នាចាប់មកហូបឲ្យសាន់ហាណាជួវក៏ប្រាប់សាន់ហាឲ្យញ៉ាំឲ្យច្រើនទៅបងក៏អាចញ៉ាំរបស់ខ្ញុំបានដែររួចហើយសាន់ហាក៏អរគុណលោកពូជេសម្រាប់អាហារថ្ងៃនេះលោកពូជេក៏សួរមិនញ៉ាំបន្តិចទៀតទៅតែសាន់ហាគេថាគេបានញ៉ាំនំប៉័ងនៅសាលាខ្លះហើយរួចហើយសាន់ហាគេក៏បានដើរចេញទៅបាត់ទៅគេក៏ឈរគិតម្នាក់ឯងមួយផ្លែតណាគេក៏ចុចបិទទូរស័ព្ទរបស់គេតែម្ដងចំណែកជួវក៏លួនមកថាម៉ាក់របស់សាន់ហាមិនដែលខលមកសាន់ហាសោះលើអញ្ចឹងលោកពូជេក៏ថាជួវណាតែជួវក៏តបទៅវិញតើខ្ញុំនិយាយខុសមែនតើឲ្យបងប្រុសសប្បាយចិត្តយ៉ាងម៉េចនៅពេលដែលម៉ាក់របស់គាត់មានប្តីថ្មីគាត់មានប្តីជាគ្រូពេទ្យហើយក៏មានកូនទៀតគ្រាន់តែបន្ទប់ទទួលភ្ញៀវក៏ធំដូចជាទីលានបាល់ទាត់ទៅហើយសាលាមត្តេយកូនរបស់គាត់តម្លៃ2លានវ៉ុនក្នុងមួយខែហេតុអីបានជាបងប្រុសត្រូវដឹងរឿងទាំងអស់ហ្នឹងលោកពូជេគាត់និយាយទៅវិញថាតើលោកយាយរបស់សាន់ហាគឺជាមិត្តភក្តិរបស់ឯងមែនឈប់និយាយទៅរួចហើយនឹងលោកយាយរបស់សាន់ហាក៏ចង់ជួបសាន់ហាបន្តិចតែគ្រាន់តែលោកពូដេអូចូលមកដល់ហ្នឹងក៏បាត់សាន់ហាបាត់ហើយជុនក៏ធ្វើជាសញ្ញាថាសាន់ហាទៅលើបាត់ហើយដូច្នេះហើយលោកពូដេអូក៏ប្រាប់ម៉ាក់ក្មេកគាត់ថាសាន់ហាគេបានកេងលក់បាត់ហើយហ្នឹង
ដោយសារតែថ្ងៃហ្នឹងគេមកពីរៀនហត់ពេកបន្ទាប់មកគាត់ក៏សួរអ្នកទាំងអស់គ្នាថាតើមានរឿងអីកើតឡើងទៅព្រោះថាមុខម្នាក់ៗមើលទៅដូចជាអត់សូវស្រួលសោះលោកពូជេគាត់ថាបន្តិចទៀតគាត់នឹងធ្វើនំហើយក៏ឲ្យជូវ៉ុនយកទៅឲ្យសាន់ហាទៅជូវ៉ុនក៏តបទៅវិញតើលោកប៉ាចង់ដាក់អីនៅក្នុងនំហ្នឹងទៅលោកពូជេក៏ឆ្លើយគឺយើងដាក់កំដាប់ដៃរបស់យើងនៅក្នុងហ្នឹងបន្ទាប់ពីញ៉ាំបាយហើយហ្នឹងលោកពូជេក៏និយាយគ្នាជាមួយនឹងលោកពូដេអុកបន្តិចគាត់ឆ្ងល់ណាស់តើម៉ាក់ក្មេករបស់លោកពូដេអុកមិនពេញចិត្តជាមួយនឹងកូនប្រសាថ្មីទេគេជាអ្នកមានសង្អីហ្នឹងហេតុអីបានជាគាត់នៅតែខលមកអតីតកូនប្រសាទៀតលោកពូដេអុកក៏ថាដោយសារតែសាន់ហាមិនលើកទូរស័ព្ទហ្នឹងណាតើបានជាគាត់ខលមកខ្ញុំលោកពូជេក៏ប្រាប់កុំឲ្យស្ដាប់ម៉ាក់ក្មេកអួតច្រើនពេកប្រាប់គាត់ទៅថាសាន់ហាគឺជាសិស្សវិទ្យាល័យកុំសូវខលទៅគេក៏ត្រូវការពេលវេលារបស់គេដែររួចហើយលោកពូដេអុកក៏សួរលោកពូជេតើខ្ញុំលាងចានបានស្អាតអត់តែលោកពូជេក៏នឹកឃើញរឿងផ្សេងនិយាយទៀតហើយគឺថាគាត់មិនដែលឃើញលោកពូដេអុកមានអីផ្ញើមកពីកន្លែងធ្វើការសោះលោកពូដេអុកក៏ធ្លាប់ទិញក្រូចខ្លះតែដោយសារតែលោកពូជេក៏អត់ចូលចិត្តហើយក៏ធ្លាប់ប្រាប់គាត់ថាបើមិនចេះរើសផ្លែឈើទេមិនបាច់ទិញទេអញ្ចឹងហើយគាត់ក៏មិនដែលទិញអីទៀតទៅតែអ្វីដែលលោកពូជេនិយាយគាត់មិនចង់បានន័យអញ្ចឹងទេគឺគាត់ចង់ឲ្យលោកពូដេអុកចេះ take care គ្រួសារឲ្យបានច្រើនដូចជាខួបកំណើតរបស់កូនអីអញ្ចឹងណាលោកពូដេអុកគាត់ថាគាត់ជា single daddy អញ្ចឹងគាត់ពិបាកណាស់ហើយលើអញ្ចឹងលោកពូជេគាត់ថាខ្ញុំក៏មិនទាន់ចាប់ផ្ដើមដែរបើសិនជាលោកចង់មិនយើងមិនសាកតាក់ទងគ្នាទៅតែលោកពូដេអុកក៏ឲ្យលោកពូជេចេញឲ្យឆ្ងាយពីគាត់កុំដើរមកតាមគាត់ឲ្យសោះឬហើយនឹងរឿងក៏បានកាត់មកនៅពេលដែលជូវ៉ុនយកនំមកឲ្យសាន់ហាតែសាន់ហាគេដូចជាមិនចង់ញ៉ាំណាហើយជូនក៏និយាយញ៉ាំបន្តិចទៅឯជូវ៉ុនក៏បន្ថែមដែរញ៉ាំបន្តិចទៅសាន់ហាក៏ឲ្យជូវ៉ុនទុកនឹងឲ្យចាំគេញ៉ាំតាមក្រោយឥឡូវគេមានអារម្មណ៍ថាដូចជាឈឺក្រពះជូវ៉ុនក៏សួរតើពេលណាបងនឹងញ៉ាំវាទៅសាន់ហាក៏ប្រាប់ទៅថាយកបន្តិចហ្នឹងគេញ៉ាំវាហើយជូវ៉ុននាងក៏មិនបង្ខំទៀតដែរនាងក៏ទុកលើតុតែព្រឹកស្អែកនាងនឹងមកមើលចានហ៊ានតែសល់ដឹងតែដឹងគ្នាហើយរួចហើយនឹងនាងក៏ទៅអង្គុយលើពុករបស់សាន់ហាបន្តិចតែដូចជាធំក្លិនចម្លែកនាងនឹងហេជុនក៏នាំគ្នាតាមហាត់មើលឲ្យតើជាក្លិនអីទៅនាងក៏សួរសាន់ហាតើបងដូរសាប៊ូកក់សក់មែនសាន់ហាក៏តបតែអញកំពុងតែធ្វើអីហ្នឹងតែជូវ៉ុនក៏នៅតែសួរបន្តទៀតតើបងប្រើសាប៊ូកក់សក់ថ្លៃដល់ខ្លួនឯងរួចហើយនឹងអ្នកទាំងពីរក៏រត់ទៅបន្ទប់ទឹកយ៉ាងលឿនទៅរកមើលសាប៊ូរបស់សាន់ហាតើពិតជាក្លិនចឹងមែនអត់ជូវ៉ុននាងថាមួយនេះហើយហើយបានជាបងប្រើសាប៊ូកក់សក់ក្លិនក្បាស់ដល់ខ្លួនឯងចឹងឆាប់បញ្យល់ខ្ញុំមកឯហេជុនវិញក៏បានបន្ថែមទៀតឆាប់បញ្យល់មកសាន់ហាក៏តបទៅវិញយកធម្មពលនឹងទៅខំរៀនខ្លះទៅតែជូវ៉ុននិងហេជុនមិនឲ្យសាន់ហាបង្វាយសាច់រឿងទេគឺត្រូវតែឆ្លើយពួកគេសិនចឹងហើយសាន់ហាក៏ឆ្លើយណាសាប៊ូក្លិនក្រូចឆ្មាសាប៊ូក្លិនក្បាស់ខ្ញុំទទួលបានវាពីការទិញមួយថែមមួយឯងធ្លាប់និយាយថាវាក្លិនក្អូបអីចាំអត់លើបែបហ្នឹងទៅពួកគេចាំគឺថាពួកគេធ្លាប់និយាយមែនតាហើយសាន់ហាគេថាគេចិត្តដល់ថ្ងៃប្រឡងហើយគេឲ្យអ្នកទាំងពីរទៅបន្ទប់របស់ពួកគេវិញទៅជូវ៉ុននាងក៏ថាឲ្យសាន់ហាឥឡូវឆ្លើយតែហេជុនគេថាគេចិត្តដល់ថ្ងៃប្រឡងដែរហ្នឹងដោយសារតែពិបាកនិយាយគ្នាពេកសាន់ហាក៏រុញអ្នកទាំងពីរចេញតែម្ដងទៅតែគេក៏ប្រាប់ដែរថាឥឡូវនេះគេមានអារម្មណ៍ថាធូរស្បើយហើយទៅពួកឯងឆាប់ចេញទៅខ្ញុំបាត់ទ្វីហើយតែអ្នកទាំងពីរព្រមចេញទៅសោះនៅឈរនៅពីមុខហ្នឹងសាន់ហាក៏ដេញទៀតទៅចេញទៅហើយអ្នកទាំងពីរក៏នៅគ្នាគោះទ្វារសាន់ហាលេងបន្តិចណាតើតែសាន់ហាសប្បាយចិត្តអញ្ចឹងបានអ្នកទាំងពីរសប្បាយចិត្តដែរជូវ៉ុនក៏និយាយថាតើគាត់នឹងញ៉ាំនំនឹងអត់ណោះហេជុនក៏ឆ្លើយតែគេឃ្លានគេញ៉ាំហើយតែជប់សិនណែយើងអត់ចិត្តរឿងមួយពេលខ្លះឯងហៅសាន់ហាថាបងប្រុសដោយសារតែមិនមិញគេលើជូវ៉ុនហៅសាន់ហាថាបងអញ្ចឹងហើយគេក៏ឆ្ងល់ហេតុអីក៏ហៅគេឯងអញ្ចឹងដល់តែហៅសាន់ហាសុទ្ធតែបងប្រុសគ្រាន់តែលេងចឹងភ្លាមនឹងជូវ៉ុនក៏ហៅហេជុនថាអូប៉ាពេលដែលនាងហៅថាអូប៉ាម្ដងត្រូវឲ្យនាង100វ៉ុនអញ្ចឹងហើយហេជុនក៏ថាទៅមិនបាច់ទេមិនខ្វល់ទេតែជូវ៉ុននៅតែហៅអូប៉ាតា3ម៉ាត់គឺ300វ៉ុនហើយដូច្នេះហេជុនត្រូវតែឲ្យនាង300វ៉ុនហេជុនក៏តបទៅវិញខ្ញុំឲ្យឯងឈប់ទៅតែយ៉ាងណាក៏ជូវ៉ុននាងមិនឈប់ដែរនាងនៅតែតាមហៅអូប៉ាដល់ក្នុងផ្ទះតែម្ដងចំណែកសាន់ហាវិញគេរៀនហើយហ្នឹងគេក៏ញ៉ាំនំបន្តិចទៅលុះមកដល់ថ្ងៃថ្មីគេក៏មកជួបគ្រូនៅអอฟហ្វិសរបស់គាត់គឺគេនឹងរៀននៅសាកលវិទ្យាល័យមីយ៉ុងជូដែលនៅជិតផ្ទះគេទោះជាលោកគ្រូឲ្យគេទៅសាកលណាដែលល្បីជាងហ្នឹងក៏គេមិនព្រមទៅដែរគឺថាគាត់ចង់ឲ្យសាន់ហាទៅរៀននៅសាលាពេទ្យអីអញ្ចឹងទៅណាតែសាន់ហាគេថាគេមិនទៅសេអ៊ូលទេវាឆ្ងាយពេកហើយចំណែកសិស្សស្រីម្នាក់នេះវិញក៏បានលួចមើលសាន់ហាពីចម្ងាយនាងមានឈ្មោះថាដូហ៊ុយជូតែទោះជាយ៉ាងណាលោកគ្រូសុំឲ្យសាន់ហាទៅពិភាក្សាជាមួយនឹងប៉ារបស់គេសិនទៅព្រោះថាគេមិនគួរណាសម្រេចចិត្តតែម្នាក់ឯងអញ្ចឹងទេគ្រាន់តែសាន់ហាដើរចេញមកវិញហ្នឹងគឺថាឡើងចេះរឿងសង្ហាតែម្ដងហើយហ៊ុយជូនាងក៏សុំនិយាយជាមួយនឹងសាន់ហាមួយផ្លែតតែនាងសុំនិយាយនៅកន្លែងសម្ងាត់ណាចំណែកឯជូវ៉ុនវិញកំពុងតែនិយាយគ្នាជាមួយនឹងផាក់ដាល់នាងសុំឲ្យផាក់ដាល់ប្រាប់នាងមកថាមានគេនិយាយដើមនាងអីខ្លះគឺមានអ្នកនិយាយដើមជូវ៉ុនថាជូវ៉ុនតែងតែប្រើកំណាប់ដៃនិងយកអាហារពីក្មេងៗដទៃទៀតមិនតែប៉ុណ្ណោះទេនាងក៏ដូចជាចៅហ្វាយរបស់បងប្រុសរបស់នាងដែរហើយក៏ថានាងគឺជាសិស្សប៊ូលីអីអញ្ចឹងណាដោយរឿងការពីម្សិលមិញអញ្ចឹងគេថាសិស្សស្រីពីរនាក់នោះគឺជាជនរងគ្រោះហើយក៏មានពាក្យថាជូវ៉ុនគឺជាមនុស្សឈួតទៀតណាជូវ៉ុនលើអញ្ចឹងទៅនាងឡើងសប្បាយចិត្តព្រោះដោយសារតែនាងខំធ្វើឈួតហើយវាពិតជាបានសម្រេចមែនស្រាប់តែនាងងាកទៅនោះក៏ឃើញថាអូប៉ាសាន់ហាកំពុងតែដើរដូច្នេះហើយនាងក៏នាំផាក់ដាល់ទៅស្គាល់បងប្រុសរបស់នាងតែផាក់ដាល់គេថាមិនបាច់ចាំនោះទេជូវ៉ុនថាមិនអីនោះទេប្រាប់ថានាងជាមិត្តភក្តិរបស់ខ្ញុំទៅចឹងហើយអ្នកទាំងពីរក៏ដើរតាមសាន់ហាណាជូវ៉ុននាងក៏រកស្រែកហៅសាន់ហាតែផាក់ដាល់ក៏ខាត់ដោយសារតែនាងឃើញហ៊ុយជូដើរចូលទៅក្នុងដែរ
រួចហើយផាកដាក៏បញ្យុទ្ធទៅកាន់ជូវ័នបន្ទាប់ពីអាហារថ្ងៃត្រង់ហើយក៏ចូលទៅបន្ទប់តន្ត្រីតែយកពីអត្តន័យទេតែជូវ័ននេះមិនយល់នោះទេចឹងហើយផាកដាក៏និយាយឲ្យចំតែម្ដងទៅគឺមានន័យថាសានហានិងហ៊ុយជូគឺកំពុងតែ dating គ្នាគ្រាន់តែលើចឹងជូវ័នក៏ឆ្ងល់ស្អីគេផាកដាក៏សួរតែអញដឹងទេអ្នកទាំងអស់គ្នាក្នុងថ្នាក់គេដឹងអស់ហើយហ្នឹងដូច្នេះហើយជូវ័ននាងខឹងខ្លាំងណាស់ព្រោះថាគេដឹងទាំងអស់គ្នាអត់តែនាងចំណែកនៅខាងក្នុងវិញសានហាប្រាប់ហ៊ុយជូថាកុំឲ្យណាត់ជួបគេនៅកន្លែងបែបនេះអញ្ចឹងទៀតព្រោះថាបើអ្នកផ្សេងឃើញគេនឹងគិតខុសចំពោះពួកគេលើអញ្ចឹងហ៊ុយជូក៏សួរគិតខុសសានហាគេថាត្រូវហើយហ៊ុយជូក៏និយាយបន្តទៀតពេលដែលខ្ញុំនិយាយថាខ្ញុំនឹងទៅសាកលវិទ្យាល័យជាតិសេអ៊ូលលោកថាសានហាក៏ឆ្លើយថានាងគួរទៅហ៊ុយជូនាងនិយាយមិនទាន់អស់ទេពេលដែលខ្ញុំនិយាយថាចូលចិត្តលោកថាសានហាក៏តបទៅវិញខ្ញុំដឹងហើយគឺថាពេលនេះនាងនិយាយមិនចូលគ្នាជាមួយនឹងសានហាសោះនាងក៏និយាយត្រង់តែម្ដងទៅពេលដែលមនុស្សស្រីថាចូលចិត្តមនុស្សប្រុសគេក៏ឆ្លើយមកវិញថាចឹងមានន័យថាគេក៏ចូលចិត្តម្នាក់ស្រីនឹងវិញដែរដូច្នេះខ្ញុំគិតថាយើងគួរតែណាត់ជួបគ្នាទៅហើយយើងនឹងទៅរៀននៅសាកលវិទ្យាល័យជាតិសេអ៊ូលជាមួយគ្នាតែសានហាគេថាគេអត់គិតអញ្ចឹងផងខ្ញុំអរគុណណាខ្ញុំដឹងហើយនាងត្រូវតែប្រកាសថានាងទៅរៀននៅសាកលវិទ្យាល័យជាតិសេអ៊ូលណានាងត្រូវតែស៊ូណាតែហ៊ុយជូវិញនឹងឡើងខឹងតែម្ដងខំសារភាពប្រាប់គេឲ្យតែគេអត់ស្រឡាញ់ចំណែកឯជូវ័នវិញក៏មកឈប់សម្លក់សានហាតែម្ដងតែសានហាគេមិនដឹងខ្លួនទេណាតើតែមិត្តភក្តិរបស់គេប្រាប់គេខំដឹកដៃឲ្យដាក់ជូវ័នដែរតែមើលមុខរបស់ជូវ័នទៅគេឡើងខឹងគេក៏ចេះតែដើរតាមពីក្រោយជូវ័នទៅជូវ័ននឹងមិននិយាយរកបងប្រុសសំបីតែមួយម៉ាត់សោះចឹងហើយសានហាក៏សួរថាតើមានរឿងអីកើតឡើងទៅហេតុអីក៏មិននិយាយរកបងអញ្ចឹងជូវ័នក៏ប្រាប់ថាថ្ងៃមិញខ្ញុំបានឃើញបងសានហាក៏សួរប៉ិតហេតុអីក៏មិនហៅនាងក៏បាននិយាយបន្តទៀតខ្ញុំបានព្យាយាមទៅតាមបងហើយតែបងក៏ចូលទៅក្នុងបន្ទប់តន្ត្រីបានសានហាលើអញ្ចឹងគេក៏ឆ្លើយតែឯងបានឃើញហ៊ុយជូទេឯជូវ័នវិញនាងក៏សួរហេតុអីក៏បងមិនព្រមប្រាប់ថាបងមានសង្សារទៅគ្រប់គ្នានៅសាលាសុទ្ធតែដឹងលើកលែងតែខ្ញុំប៉ុណ្ណោះសានហាក៏អត់សំណើចតែនេះគឺជាអ្វីដែលឯងខឹងមែនជូវ័ននាងថាត្រូវហើយគេដឹងគ្រប់គ្នាអត់តែខ្ញុំនឹងលោកពូលោកប៉ាហេជុនពេលដែលពួកគាត់ដឹងពួកគាត់នឹងសោកសៅសានហាក៏សួរបន្តទៀតតែឯងពិបាកចិត្តមែនជូវ័នក៏ឆ្លើយថាត្រូវហើយបើសិនជាគ្រូសាមែនតើណាគេគួរតែប្រាប់គ្នាតែនេះឃើញគ្នារាល់ថ្ងៃបងគ្មាននិយាយអីសោះឯសានហាវិញគេក៏ដូចជាមឹងម៉ាត់ណាគេក៏សួរជូវ័នតើវាសំខាន់មែនដែលយើងត្រូវតែខ្លាចជាគ្រូសាតែមួយអញពិតជាធ្វើឲ្យបងមានអារម្មណ៍ថាច្បុកច្បល់ណាជូវ័នណាយើងមិនមែនជាគ្រូសាតែមួយទេតើយើងមានជាប់សាច់ឈាមនឹងគ្នាទេហេតុអីបានជាយើងត្រូវមានត្រកូលតែមួយជូវ័ននាងលឺអញ្ចឹងទៅនាងឡើងចង់យំនាងក៏ចង់និយាយដែរតែសានហាក៏បាននិយាយកាត់គេថាជូវ័នកំពុងតែបារម្ភពីឈ្មោះគ្រួសារដែលមាននៅលើក្រដាសតែប៉ុណ្ណោះជូវ័នក៏តបទៅវិញខ្ញុំមិនបានបារម្ភនោះទេខ្ញុំគ្រាន់តែមានអារម្មណ៍ថាសោកសៅនៅពេលដែលបងលាក់ការសម្ងាត់ពីខ្ញុំសានហាគ្រាន់តែឃើញជូវ័នអញ្ចឹងគេក៏បានប្រាប់បើសិនជាឯងចង់យំត្រូវយំកន្លែងណាដែលគ្មានមនុស្សឯងរៀននៅវិទ្យាល័យហើយកុំយំដូចជាកូនក្មេងទៀតគេនិយាយអញ្ចឹងហើយហ្នឹងគេក៏បានដើរចេញទៅជូវ័ននាងថាខ្ញុំមិនបានយំនោះទេខ្ញុំមានយំឯណាហើយនាងក៏រត់ទៅតាមសានហាពីក្រោយអញ្ចឹងទៅណាយើងមកមើលឲ្យជុនវិញម្ដងពេលនេះគេកំពុងតែលេងបាល់បោះគេកំពុងតែវឹកហាត់ជាក្រុមណាព្រោះថាគេនឹងមានការប្រកួតឆាប់ហ្នឹងហើយរួចហើយនឹងក៏ស្រាប់តែឃើញបរិះម្នាក់លួចថតហេជុនគ្រាន់តែឃើញអញ្ចឹងហេជុនក៏ហៅថាហេលោកពូតែលោកពូហ្នឹងក៏សរសៀរដើរចេញណាហើយជុនក៏មិនឲ្យលោកពូនឹងដើរចេញបានងាយដែរគេក៏រត់ដេញតាមលោកពូនឹងតែម្ដងគ្រាន់តែគេចាប់បានគាត់ភ្លាមគាត់ក៏ធ្វើជានិយាយថាតើមានរឿងអីហ្នឹងហើយជុនក៏សួរតើលោកជានរណាគេហេតុអីបានជាលោកទៅលួចមើលការវឹកហាត់របស់ពួកខ្ញុំលោកពូម្នាក់ក៏តបទៅវិញថាហេតុអីក៏ឯងហ៊ានម្ល៉េះដែលធ្វើបែបហ្នឹងដាក់មនុស្សចាស់ឆាប់លេងខ្ញុំទៅតែហើយជុនមិននឹងលេងគាត់ងាយនោះបើមិនដឹងជានរណាគេផងសុកក៏មកលួចថតគេអញ្ចឹងលោកពូនឹងមិនប្រយ័ត្ននឹងក៏ធ្វើឲ្យធ្លាក់កាមេរ៉ាបានគាត់ដូចជាភ័យដែរគាត់ក៏រត់ចេញទៅបាត់ទៅហេជុនក៏រើសកាមេរ៉ានឹងយកមកមើលឃើញថានៅក្នុងនឹងសុទ្ធតែរូបរបស់ហេជុនឲ្យសុទ្ធតែម្ដងដំបូងគ្នារបស់ហេជុនស្មានតែគេថតជាក្រុមណាតែដល់តែមើលទៅឃើញគេ focus តែលើហេជុនហ្នឹងហេជុនគេក៏ចាប់ផ្ដើមឆ្ងល់ហើយគេគិតថាសម្លេងរបស់លោកពូអំបញ្ញមិញហ្នឹងដូចជាអ្នកនៅសេអ៊ូលប៉ែវ៉ែនតាក៏និយាយថាក្រែងឯងថាម៉ាក់របស់ឯងនៅទីក្រុងសេអ៊ូលហីប្រហែលជាគាត់អ្នកបញ្ជូនគេមកទេដឹងហើយជុនមើលទៅគេក៏គិតអញ្ចឹងដែរតែគេក៏ធ្វើជានិយាយថាប្រហែលជាអ្នកមកពីសាលាផ្សេងមកស៊ើបអង្កេតគេឲ្យមើលទៅរួចហើយហ្នឹងគេក៏បបួលគ្នាគេទៅវឹកហាត់វិញកុំគិតច្រើនចំណែកឯថ្ងៃនេះវិញអ្នកមីងរបស់ហេជុនបានមកលេងដល់ហាងរបស់លោកពូជេតែម្ដងគាត់ចេញពីធ្វើការហ្នឹងគាត់ក៏ឈឹងមកលេងតិចទៅលោកពូជេក៏ហៅគាត់ឲ្យញ៉ាំកាទៀវណាតែគាត់ថាមិនបាច់ទេហាងបាត់ហើយគាត់ខ្ជិលរំខានគាត់ក៏មានជាកាដូមួយចំនួនឲ្យលោកពូជេដែរដោយសារតែគាត់បានទៅទិញខោក្នុងឲ្យហេជុនចឹងហើយគាត់ក៏ទិញរបស់មួយចំនួនឲ្យលោកពូជេដែរទៅតែលោកពូជេក៏ធ្លាប់ប្រាប់ឲ្យថាមកលេងមិនបាច់យកអីមកទេតែធ្វើមិនទេបើអ្នកមីងរបស់ហេជុនគាត់ទិញបាត់ហើយចឹងហើយគាត់ក៏សុំឲ្យយកម្ដងសិនទៅមិនតែប៉ុណ្ណឹងទេក៏មានជារបស់ជូវ័ននិងសានហាទៀតរួចហើយអ៊ំស្រីសានីមគាត់ក៏បានចូលមកគាត់ឆ្ងល់ថាមិនក៏មិនបិទហាងទៅថ្មនឹងហើយតាមពិតទៅលោកពូជេគាត់មានភ្ញៀវសោះចឹងហើយអ្នកមីងរបស់ហេជុនគាត់ក៏ជម្រាបសួរទៅកាន់អ៊ំស្រីចឹងទៅណាឃើញខោអាវដែលអ្នកមីងរបស់ហេជុនទិញមកហ្នឹងគាត់ក៏លន់មកនិយាយថាទិញខោអាវបែបហ្នឹងស្លៀកទៅបែកញើសស្លាប់ហើយតែលោកពូជេក៏ឆ្លើយថាពេលព្រឹកនិងពេលយប់គឺវាត្រជាក់ណាស់
ណាមួយក៏ចិត្តចូលខែតិចទៀតរួចហើយនឹងអ៊ំស្រីសានីមក៏អង្គុយចុះហើយក៏និយាយថាគាត់ស្ដាយក្រោយរឿងពីរយ៉ាងទី1នោះគឺមិនគួរណាគាត់ខំរកគូឲ្យលោកពូជេសោះឯមួយទៀតគាត់ស្ដាយក្រោយណាស់ដែលគាត់បានរៀបការជាមួយនឹងប្តីរបស់គាត់តែយើងក៏មិនដឹងថាឥឡូវប្តីរបស់គាត់ដល់ណាដែរណារួចហើយនឹងអ្នកមីងរបស់ហេជុនគាត់ក៏លាទៅវិញហើយគ្រាន់តែគាត់ដើរចេញទៅផុតបន្តិចហ្នឹងអ៊ំស្រីសានីមក៏បាននិយាយដើមគាត់តែម្ដងគាត់ថាបោះបង់ហេជុនអស់រយៈពេល10ឆ្នាំហើយមកទិញកៅអៅប៉ុណ្្នឹងឲ្យគេលោកពូជេក៏ប្រាប់ទៅវិញថាហេជុនមិនត្រូវបានគេបោះបង់ចោលទេគឺខ្ញុំជាអ្នកយកគេមកហើយគាត់ក៏សុំដែរកុំធ្វើបាបអ្នកមីងរបស់ហេជុនពេកមើលនាងបានមកសុំហេជុនប្រមាណដងហើយតែដោយសារតែខ្ញុំទេដែលមិនឲ្យហេជុនទៅវិញចំណែកឯហេជុននៅពេលដែលគេមកពីសាលាវិញហ្នឹងគេក៏បានឃើញអ្នកមីងរបស់គេចឹងហើយគេឡើងសប្បាយចិត្តគេក៏សួរថាតើអ្នកមីងមកដល់តាំងពីពេលណាហ្នឹងគេក៏បារម្ភពីអ្នកមីងរបស់គេដែរចិត្តដល់ផ្ទះហើយមិនទៅផ្ទះទៅចាំគេទៅលេងគាត់វិញក៏បានដែររួចមកគេក៏ជួយអ្នកមីងរបស់គេមករកតាក់ស៊ីទៅផ្ទះវិញអ្នកមីងគាត់ថាគាត់ជិះឡានក្រុងទៅវិញក៏បានដែរតែហេជុនគេថាអត់អីទេអ្នកមីងខ្ញុំមានលុយហើយគេក៏ឲ្យលុយអ្នកមីងរបស់គេមួយចំនួនទៅតែអ្នកមីងរបស់ហេជុនគាត់មិនយកនោះទេដោយសារតែនេះជាលុយរបស់ប៉ាជូវ៉ុនតែប៉ុណ្ណោះគាត់មិនចង់ឲ្យហេជុនចាយវាខ្ជះខ្ជាយនោះទេព្រោះថាគេមិនទាន់ចេះរកលុយនៅឡើយណាហើយគាត់ក៏ណែនាំហេជុនត្រូវចេះសងគុណទៅកាន់លោកពូជេវិញហើយហេជុនក៏យល់ព្រមតាមនឹងអញ្ចឹងទៅរួចមកតាក់ស៊ីក៏មកដល់ហើយគាត់ក៏ឡើងតាក់ស៊ីចេញទៅអញ្ចឹងទៅណាបន្ទាប់ពីជួយអ្នកមីងរបស់គេទៅផ្ទះហើយហ្នឹងគេក៏មកហាងរបស់ប៉ាគេវិញគេក៏ឈរសម័យកាលពីគេនៅក្មេងកាលនោះមានលោកតា2នាក់បាននិយាយលេងជាមួយហេជុនថាឲ្យហេជុនធ្វើការបានល្អតែធ្វើបានល្អទេប្រយ័ត្នលោកពូជេឲ្យត្រឡប់ទៅវិញគ្រាន់តែឃើញអញ្ចឹងលោកពូជេក៏មកថាឲ្យលោកតាទាំង2នាក់តែម្ដងខ្ញុំប្រាប់ប្រមាណដងហើយថាកុំឲ្យនិយាយពាក្យនឹងដាក់គេទៀតរួចហើយគាត់ក៏លួងហេជុនណាកុំឲ្យហេជុនយំទោះជាហេជុនមិនជួយធ្វើអីគាត់ក៏គាត់ឲ្យហេជុននៅជាមួយដែរពេលដែលហេជុនមកដល់ផ្ទះវិញហ្នឹងគេមើលប៉ារបស់គេពីក្រោយហ្នឹងគេមានអារម្មណ៍ថាដូចជាចង់យំហើយថ្ងៃនេះដែរគ្រួសាររបស់ពួកគេគឺអាំងសាច់ញ៉ាំជុំគ្នាណាមើលទៅពួកគេពិតជារីករាយជាមួយគ្នាមែនតែនលោកពូជេគាត់ឃើញហេជុនមើលទៅដូចជាអត់ចង់ញ៉ាំគាត់ថាបើមិនចង់ញ៉ាំទេគាត់នឹងធ្វើស៊ុបសណ្តែកក្តាមឲ្យតែហេជុនគេថាមិនចឹងទេគេចង់ញ៉ាំតាភ្លេចមើលមកកញ្ញាជូវ៉ុនគឺថាពេលនេះគេងក់ដាក់សាន់ហាហើយសាន់ហាក៏ចាប់សាឡាត់ឲ្យជូវ៉ុនអញ្ចឹងទៅណាដើម្បីលួងជូវ៉ុនតែជូវ៉ុននៅតែខឹងសាន់ហាអញ្ចឹងគេឡើងសម្លក់សាន់ហាណាប៉ារបស់គេក៏សួរជូវ៉ុនតើមានរឿងអីកើតឡើងទៅហេជុនគេក៏ឆ្ងល់ដែរជាធម្មតាឲ្យតែមានសាច់ជ្រូកអញ្ចឹងជូវ៉ុននឹងតែញ៉ាំយកហើយគេក៏ប្រាប់ឲ្យជូវ៉ុនញ៉ាំដូចរាល់ដងទៅតែជូវ៉ុននៅតែមិនឆ្លើយនរណាគេទាំងអស់អញ្ចឹងហើយសាន់ហាក៏ប្រាប់ទៅណាថាគេឆ្លោះគ្នាជាមួយនឹងជូវ៉ុនលើអញ្ចឹងលោកពូជេក៏គិតថាប្រហែលជាជូវ៉ុនអ្នកបង្ករឿងហើយព្រោះគាត់ជឿថាសាន់ហាមិនដែលបង្ករឿងមុនទេឯជូវ៉ុនវិញនាងឡើងអន់ចិត្តនាងថាត្រូវហើយគឺជានាងគឹមសាន់ហាជាមនុស្សដែលគ្មានកំហុសនោះទេគេខឹងខ្លាំងពេកហ្នឹងគេក៏ដើរចូលទៅក្នុងបន្ទប់គេបាត់ទៅឯហេជុនវិញគេថាមិនអីទេទុកឲ្យគេជាអ្នកទៅមើលវិញតែលោកពូជេក៏ថាញ៉ាំទៅមិនអីទេថ្ងៃស្អែកនាងនឹងលេងអីហើយសាន់ហាក៏និយាយថាមិនចាំបាច់រងចាំដល់ថ្ងៃស្អែកទេគេនឹងធ្វើឲ្យជូវ៉ុនបាត់ខឹងឥឡូវនេះតែម្ដងរួចហើយហ្នឹងគេក៏ទៅលួងជូវ៉ុនហើយណាគេសួរជូវ៉ុនថាគេងហើយជូវ៉ុនគេឆ្លើយតែមួយម៉ាត់ទេឯសាន់ហាវិញស្មានតែខ្លាំងគេថាឲ្យបងសុំទោសបងដូចជាខុសខើពេកហើយតែមានរឿងមួយដែលបងយល់ថាដូចជាអយុត្តិធម៌លើអញ្ចឹងជូវ៉ុនក៏ថាវាដូចជាមិនមានជាការសុំទោសទេសាន់ហាក៏សួរទៅវិញអញ្ចឹងតើបងគួរធ្វើមិនទៅជូវ៉ុនក៏ប្រាប់ទៅគួរតែនិយាយអំពីកំហុសរបស់បងមិនគួរណានិយាយថាបងរងអយុត្តិធម៌នោះទេដូច្នេះហើយសាន់ហាក៏ធ្វើតាមជូវ៉ុនប្រាប់ទៅគេថាឲ្យបងសុំទោសបងជាអ្នកខុសគ្រាន់តែលើអញ្ចឹងជូវ៉ុនក៏ចាប់ដើមទុនចិត្តភ្លាមនាងថាចាប់ពីពេលនេះទៅយើងគួរតែប្រាប់គ្នាទោះជារឿងអាក្រក់ឬរឿងល្អក៏ដោយសាន់ហាក៏តបទៅវិញថាបងបានធ្វើរួចហើយតែវាមិនទាន់គ្រប់គ្រាន់ចំពោះជូវ៉ុននោះទេនាងនៅមិនទាន់លើកលែងទោសឲ្យនោះទេនាងក៏គេងទៅវិញដូច្នេះហើយសាន់ហាក៏និយាយបន្ថែមទៀតណាតាមពិតទៅបងមិនមានសង្សារនោះទេហួយជូនោះគឺជាអតីតមិត្តស្រីរបស់កាហេជុនតាគ្រាន់តែលើអញ្ចឹងជូវ៉ុនក៏ភ្ញាក់ផ្អើលមួយរឿងទៀតហើយសាន់ហាក៏សួរថាតើឯងឈប់ខឹងបងហើយមែនទេឯជូវ៉ុនក៏ឈប់ខឹងសាន់ហាហើយឃើញទេតែមួយផ្លែទេសាន់ហាក៏លងជូវ៉ុនបានបោះគេមែនឡើងអ្នកទាំង3នៅខាងក្រៅឯនេះគេឡើងភ្ញាក់ផ្អើលហើយឥឡូវនេះនាងខឹងហេជុនវិញម្ដងហើយពេលដែលហេជុនគេឃើញអញ្ចឹងទៅគេឡើងឆ្ងល់ឬហើយពួកគេទាំងអស់គ្នាក៏ញ៉ាំទាំងសប្បាយរីករាយជាមួយគ្នាអញ្ចឹងទៅដល់ពេលព្រឹកឡើងពួកគេទាំង3នាក់ក៏នាំគ្នាដើរមកសាលាជាមួយគ្នាតែជូវ៉ុននៅតែអត់និយាយរកហេជុនដដែលហេជុនគេឆ្ងល់ណាស់គេក៏សួរសាន់ហាតើមានរឿងអីទៅតើយើងបានធ្វើអីខុសមែនសាន់ហាក៏ប្រាប់ទៅថាដោយសារតែឯងមិនប្រាប់នាងអំពីរឿងរបស់ឯងនឹងហួយជូតែហេជុនគេថាគេបែកគ្នាជាមួយនឹងហួយជូហើយតែមានប្រាប់គេអត់ថាយើងបែកគ្នាជាមួយនាងហើយសាន់ហាក៏តបទៅវិញអត់ផងដោយសារតែនាងមិនបានសួរយើងផងហ្នឹងចឹងហើយហេជុនគេខឹងសាន់ហាណាដោយសារតែសាន់ហានឹងធ្វើឲ្យជូវ៉ុនខឹងគេបាត់ស្រាប់តែពេលហ្នឹងដែរហួយជូក៏បានមកកេះហេជុនឯនេះគេកំពុងតែមួម៉ៅផងគេក៏ស្រែកមួយទំហឹងដាក់ហួយជូតែម្ដងណាមួយដោយសារតែគេមិនដឹងថាជាហួយជូនាងមានរឿងចង់និយាយជាមួយនឹងហេជុនណានាងថាហេជុនកំពុងតែមានរឿងយល់ច្រឡំលើនាងហើយហេជុនក៏តបទៅវិញថាតាំងពីនាងបោះបង់ខ្ញុំចោលដូចជាស្បែកជើងមិនទាន់នឹងបាន3ខែផងនាងក៏ពោលពាក្យថាចូលចិត្តសាន់ហាតែនាងថានាងមិនបានបោះបង់ចោលហេជុនឯណាហើយគោលបំណងរបស់នាងនឹងគឺនាងចង់សុំត្រូវគ្នាជាមួយនឹងហេជុនវិញតែហេជុនគេមិនព្រមត្រូវគ្នាវិញនោះទេកាលពីមុននាងធ្លាប់ឲ្យហេជុនលាក់បាំងពីរឿងដែលពីរនាក់គេតាក់ទងគ្នា
ចឹងហើយរឿងរបស់អ្នកទាំងពីរគ្មាននរណាគេម្នាក់ដឹងទេតែឥឡូវនេះក៏ត្រូវជួវ័នចាប់បានបាត់គេក៏ប្រាប់ហួយជូថាគេកំពុងតែមានបញ្ហាជាមួយនឹងជួវ័នហួយជូក៏តបទៅវិញនាងគឺជាប្អូនស្រីរបស់លោកតើមានបញ្ហាអីទៅតែហេជុនគេថាវាជាបញ្ហារបស់ខ្ញុំមិនចង់ឲ្យវាប៉ះពាល់ដល់អារម្មណ៍របស់ជួវ័នទេចំណែកជួវ័នវិញក៏បានយករឿងនឹងទៅប្រាប់ផាក់ដាល់គ្រាន់តែលឿនចង់ព្រាមនឹងផាក់ដាល់គេឡើងភ្ញាក់ផ្អើលដោយសារតែនាងមិនដែលឃើញហេជុននៅជាមួយនឹងហួយជូផងជួវ័ននាងថាត្រូវហើយដោយសារតែពួកគេបានបែកគ្នាបាត់ទៅហើយផាក់ដាល់ដូចជារឿងអវិញនៅពេលដែលឮថាហួយជូនិងហេជុនបានបែកគ្នាចំណែកជួវ័នវិញនាងប្រាប់ផាក់ដាល់ថាឥឡូវនេះនាងធ្វើជាខឹងហេជុនតែថ្ងៃស្អែកនាងនឹងឈប់ខឹងវិញហើយនាងគិតថាប្រហែលជាហេជុនមានហេតុផលហើយបានជាគេមិនប្រាប់នាងឯផាក់ដាល់វិញក៏គិតថាដូចជាហេជុនគ្មានផ្លូវដែលគេគ្មានមិត្តស្រីនោះទេឬហើយអ្នកទាំងពីរមើលទៅក្រោមទៅក៏ឃើញថាហួយជូកំពុងតែដើរជួវ័នក៏លន់មកសរសើរថានាងពិតជាស្អាតណាស់តែហេតុអីបានជាស្រីស្អាតដូចជានាងមកធ្លាប់ណាត់ជួបគ្នាជាមួយនឹងហេជុនអញ្ចឹងឯហួយជូវិញក៏ងាកចំមុខរបស់ជួវ័នដោយចៃដន្យណាស់នាងក៏ធ្វើជាយកចិត្តជួវ័នវិញនាងឡើងឆ្ងល់ព្រោះថានាងមិនដែលនិយាយគ្នាជាមួយនឹងហួយជូផងហ្នឹងរួចមកផាក់ដាល់ក៏ឈរលេងលើមមិនដឹងថានាងចង់ទៅណាទេពេលដែលឃើញអញ្ចឹងហេជុនក៏មកឈរពីក្រោយគេចង់ដឹងថាតើផាក់ដាល់កំពុងតែមើលអីហ្នឹងគ្រាន់តែលើសំឡេងរបស់ហេជុននឹងផាក់ដាល់នាងឡើងភ្ញាក់ហេជុនក៏សួរទៀតតើនាងគឺជាមិត្តភក្តិរបស់ជួវ័នមែនផាក់ដាល់ក៏ឆ្លើយថាត្រូវហើយតែក៏មើលទឹកមុខរបស់នាងគឺថាលងស្នេហ៍ហេជុន 100% តែម្ដងហេជុនវិញគេកំពុងតែរកនឹកឈ្មោះរបស់ផាក់ដាល់គេគ្រាន់តែចាំថានាងមានឈ្មោះពីរោះពេលដែលកលេចទៅលើផ្លាកឈ្មោះរបស់ផាក់ដាល់ទៅគេថាហ្នឹងហើយគេចាំម៉ែឈ្មោះផាក់ដាល់សោះតែឥឡូវហ្នឹងជួវ័នឯណាទៅពេលនេះដែរជួវ័នកំពុងតែនៅជាមួយហួយជូឯណែនាងក៏សរសើរហួយជូថាពិតជាស្រស់ស្អាតខ្លាំងណាស់ហួយជូនាងក៏ចូលភ្លាមណានាងថានាងទទួលបានពាក្យនឹងរហូតហ្នឹងតែឯងដឹងថាខ្ញុំធ្លាប់តាក់ទងគ្នាជាមួយនឹងហេជុនតើជួវ័នក៏តបទៅវិញថាមិនអីនោះទេបងស្រីស្អាតដូចជាបងមិនគួរណាទៅស្រឡាញ់កាងហេជុនទេគេមានមនុស្សស្រីមករញ៉េរញ៉ៃជាមួយគេច្រើនសឹងអីហ្នឹងគឺពេលនេះជួវ័នកំពុងតែយល់ថាហេជុនជាអ្នកបោះបង់ចោលហួយជូណាតែហួយជូនាងក៏ខ្លាចខូច credit របស់នាងដែរនាងថានាងជាអ្នកបោះបង់ចោលហេជុននោះទេនាងចង់បានន័យថានាងគ្រាន់តែផ្អាកតាក់ទងគ្នាជាមួយនឹងហេជុនមួយរយៈតែប៉ុណ្ណោះគ្រាន់តែលឿនចង់ព្រាមជួវ័ននាងក៏ខឹងតែម្ដងតើជាស្អីទៅដែលហ៊ានបោះបង់ចោលបងប្រុសរបស់នាងអញ្ចឹងហួយជូក៏តបទៅវិញគួរតែនាងជាអ្នកខឹងមិនត្រូវព្រោះថាជួវ័នមិនមែនជាប្អូនស្រីបង្កើតរបស់ហេជុននោះទេជួវ័នក៏ប្រកែកនាងគឺជាគ្រួសារតែមួយជាមួយនឹងហេជុនវាមិនសំខាន់ទេទៅលើសភៅគ្រួសារនោះគ្រាន់តែជាกระดาษមួយសន្លឹកហ្នឹងសាច់នឹងឆ្អឹងរបស់នាងធំធាត់ឡើងជាមួយនឹងហេជុនពួកគេញ៉ាំបាយដូចគ្នារាល់ថ្ងៃហួយជូក៏តបទៅវិញប្រសិនបើអញ្ចឹងអ្នកនៅដមជាមួយគ្នាខ្លាចតែជាគ្រួសារតែមួយអស់ហើយអញ្ចឹងជួវ័នក៏ប្រកែកថាវាគឺជារឿងខុសគ្នានាងសាក់គិតមើលបើសិនជាប៉ាម៉ាក់មានប្តីប្រពន្ធថ្មីអញ្ចឹងកូនមិនមែនជាគ្រួសារតែមួយទេមានគ្រួសារច្រើនណាស់ដែលមិនជាប់សាច់ឈាមនឹងគ្នាជួវ័នក៏មានហេតុផលជាច្រើនទៀតណាស់ដែលធ្វើឲ្យហួយជូប្រកែកជាមួយនឹងមិនឈ្នះនោះទេនិយាយឲ្យនឹងជួវ័នក៏សុំលាចេញទៅមុនទៅតែហួយជូក៏មិនឲ្យជួវ័នទៅដែរនាងថានាងនិយាយមិនទាន់ចប់នោះទេជួវ័នវិញនាងក៏បើកទ្វារមួយទំហឹងតែម្ដងទៅខ្លាំងអីជាងជួវ័ននោះនាងក៏ខ្លាំងដែរតាពេលដែលតាមជួវ័នមកដល់ក្រៅហួយជូនាងភ្លេចខ្លួនក៏ចេញចរិតប៉ិតដូច្នេះហើយនាងក៏សម្ដែងធ្វើជា slot boat វិញណាហើយនាងមិនប្រយ័ត្ននឹងក៏ជពុបជើងដួលនៅក្បែរជួវ័នតែម្ដងជួវ័ននាងក៏ចង់ជួយលើកហួយជូដែរតែហួយជូក៏សម្ដែងធ្វើជាជួវ័នជាអ្នកធ្វើឲ្យនាងដួលដោយនាងនិយាយថាឲ្យខ្ញុំសុំទោសខ្ញុំមិនដឹងថានាងស្អប់ខ្ញុំខ្លាំងយ៉ាងនេះទេឃើញអញ្ចឹងជួវ័នក៏ឆ្ងល់តើនាងកើតអីអញ្ចេះហើយសិស្សម្នាក់ក្នុងគ្នានិយាយដើមជួវ័នណានាងនឹងហើយគឺជាអ្នកដែលនិយាយថាជាប្អូនស្រីរបស់គឹមសាន់ហាហើយនឹងកាងហេជុនអ្នកខ្លះទៅក៏ថាជួវ័នចូលចិត្តធ្វើបាបគេណាស្រាប់តែផាក់ដាក៏បានចូលមកការពារនាងថាជួវ័នមិនមែនជាមនុស្សអញ្ចឹងទេចំណែកឯហេជុនវិញគេក៏បានដើរចូលមកដែរគេប្រាប់ឲ្យហួយជូឆាប់ក្រោកឡើងមកសិស្សស្រីពីរនាក់ថ្ងៃមុនហ្នឹងក៏ធ្វើជាមកជួយលើកហួយជូណាហើយក៏ឃើញថាជង្គង់របស់ហួយជូឈាមបាត់ទៅហើយជួវ័ននាងក៏ប្រកែកនាងថានាងមិនបានធ្វើអីហួយជូនោះទេសិស្សស្រីម្នាក់ថ្ងៃមុននោះគេក៏និយាយថ្ងៃមុនជួវ័នបានព្យាយាមរុញនាងចូលទៅក្នុងទឹកស្រះចំណែកថ្ងៃនេះវិញក៏មកធ្វើបាបគេទៀតហើយនាងក៏ចង់ឲ្យសាលាពិន័យទៅលើជួវ័នម្ដងនាងក៏ឲ្យសិស្សទាំងអស់គ្នាជួយធ្វើជាសាក្សីណាចំណែកហេជុនវិញក៏ហៅហួយជូទៅបន្ទប់ពេទ្យដល់តែអញ្ចឹងនាងក៏ចាប់ផ្ដើមសប្បាយចិត្តហើយរួចហើយនាងក៏សួរជួវ័នថាមិនចង់សុំទោសនាងទេតែជួវ័នថាសុំទោសរឿងអីទៅគ្មានអីត្រូវសុំទោសផងហ្នឹងដល់តែលើអញ្ចឹងសិស្សទាំងអស់គ្នាក៏នាំគ្នានិយាយដើមជួវ័នទៀតណាដូច្នេះហើយហេជុនក៏ប្រាប់ឲ្យជួវ័នឆាប់សុំទោសទៅឯជួវ័នវិញនាងក៏អត់ប្រកែកដែរនាងបំរុងនឹងសុំទោសហើយណាតែសាន់ហាក៏បានចូលមកសួរថាតើសុំទោសរឿងអីទៅតើឯងពិតជាបានរុញនាងមែនអត់ជួវ័នក៏ប្រាប់ថាអត់ទេខ្ញុំអត់បានរុញនាងផងលើអញ្ចឹងសាន់ហាគេជឿលើជួវ័នណាគេក៏សួរអ្នករាល់គ្នាតើមាននរណាគេឃើញផ្ទាល់ភ្នែកអត់ថាជួវ័នបានរុញហួយជូតែក៏អត់មាននរណាគេហ៊ានមាត់ទេសិស្សស្រីម្នាក់នោះក៏និយាយថាតើនរណាដែលមិនដឹងទៅថាជួវ័នតែងតែសម្លុតធ្វើបាបគេសាន់ហាក៏តបទៅវិញធ្វើបាបរឿងអីរឿងធ្លាក់ចូលស្រះនឹងមែនតើចង់ឲ្យខ្ញុំនិយាយរៀបរាប់ពីរឿងហ្នឹងអត់ខ្ញុំអាចរាយការណ៍ទៅសាលាពីការផ្សព្វផ្សាយពាក្យចចាមរាមផ្ដេសផ្ដាសហើយគេក៏និយាយទៅកាន់ហួយជូវិញម្ដងនាងនឹងទៅសាកលវិទ្យាល័យជាតិសេអ៊ូលនៅឆ្នាំក្រោយហើយខ្ញុំមិនគិតថានាងចង់ពាក់ព័ន្ធនឹងអំពើហិង្សានៅក្នុងសាលាទេហួយជូវិញនាងភ័យខ្លួនហើយនាងក៏ថានាងមានបាននិយាយអីឯណាចឹងហើយរឿងហ្នឹងសាន់ហាគេដោះស្រាយបានហើយទោះតែមានសាន់ហាទើបអាចដោះស្រាយបានហេជុនអត់ចេះការពារជួវ័នសោះជួវ័នក៏ថាឲ្យហេជុនអូសិតតែឲ្យយើងសុំទោសហ៎ហេជុនក៏មិនហ៊ានជាមួយនឹងជួវ័នដែរបើមិនមិញគេពិតជាបានសួរហេតុផលជួវ័នមែនអ្នកទាំងបីក៏នាំគ្នាដើរទៅវិញជាមួយគ្នាអញ្ចឹងទៅល្ងាចនេះដែរលោកពូជេនិងលោកពូដេអុកញ៉ាំបាយតែពីរនាក់ទេហេជុនគេយកភ្លើងមាន់មកឲ្យប៉ាគេបន្តិចហ្នឹងគេក៏រត់ទៅវិញបាត់លោកពូជេគាត់ឆ្ងល់ក្មេងៗណាស់
ធំអស់ហើយនៅតែឆ្លោះគ្នាទៀតលោកពូដេអូក៏តបទៅវិញថាឆ្លោះគ្នាមានកំណត់អាយុឯណាឲ្យពួកគេឆ្លោះគ្នាខ្លះទៅដើម្បីសុខភាពលើអញ្ចឹងលោកពូជេក៏និយាយទៅវិញអញ្ចឹងទេបានលោកតែឆ្លោះគ្នានៅពីមុខកូនលោកពូដេអូក៏ប្រាប់លោកពូជេកុំរំលឹកពីរឿងហ្នឹងមើលហើយអ្នកទាំងពីរក៏ញ៉ាំស្រាជាមួយគ្នាអញ្ចឹងទៅចំណែកក្មេងៗវិញពេលនេះគេកំពុងតែញ៉ាំអីនៅលើដំបូលផ្ទះហើយជនគេខំយកចិត្តជូវ័នណាខំទិញភ្លើងមាន់បំពងផងភ្លើងមាន់ផងអញ្ចឹងទៅណាចំណែកជូវ័នវិញក៏បានប្រាប់រឿងដែលនាងនិយាយជាមួយនឹងហួយជូហ្នឹងទៅប្រាប់អ្នកទាំងពីរសុទ្ធតែថានាងគឺជាបងប្អូនខ្លាំងៗជាមួយសាន់ហានិងហេជុនសាន់ហាវិញក៏អញ្ចឹងទៀតវ៉ាឯងបានលើពីអតីតមិត្តស្រីរបស់ហេជុនទេតែជូវ័ននាងថានាងបានប្រាប់ហួយជូហើយនាងមិនត្រូវការក្រដាស់គ្រួសារអីនោះទេឥឡូវនេះនាងដូរការគិតហើយនាងមិនគិតដូចពីមុននោះឡើយចំណែកហេជុនវិញសុទ្ធតែយកអាយរបស់គេជូតក្រែឲ្យជូវ័នអង្គុយទៀតហើយក៏ចាប់ភ្លើងមាន់មួយឲ្យជូវ័នញ៉ាំតែជូវ័នវិញនាងមិនញ៉ាំទេណានាងយកភ្លើងមាន់ផ្សេងមកញ៉ាំខ្លួនឯងវិញហើយនាងក៏ធ្វើជាសញ្ញាឲ្យហេជុនឆាប់ចាក់ទឹកឲ្យនាងមកហើយជូនឯនោះគេផ្លេចគេខំចាក់ទឹកឡើងលឿនចំណែកសាន់ហាវិញក៏បានចាក់សាំងបន្ថែមទៀតយ៉ាឯងយកចិត្តប៉ុណ្ណឹងដូចជាមិនតិចពេកទេហ៎ជូវ័នថែមទាំងត្រូវគេថាជាប្អូនស្រីខ្លាំងខ្លាយទៀតណាហើយគេក៏ឲ្យហេជុនចាក់កោកាយគេដែរមកហេជុនក៏ចាក់ឲ្យតាមនឹងអញ្ចឹងទៅគេចាក់ឲ្យបណ្ដាហ្នឹងគេក៏និយាយថាកុំធ្វើឲ្យការស៊ឺប្រៃរបស់ខ្ញុំគ្មានន័យណាជូវ័នលើអញ្ចឹងក៏សួរស៊ឺប្រៃស្អីគេគឺនេះណែហេជុនគេមាននំមកស៊ឺប្រៃជូវ័នគ្រាន់តែឃើញនំខេកណាគេក៏សប្បាយចិត្តមែនតែនហេជុនក៏សួរថាតើចង់បានវាឬក៏នៅតែខឹងខ្ញុំឬក៏ឈប់ខឹងខ្ញុំហើយចង់បានវាអញ្ចឹងហើយជូវ័ននាងក៏ឈប់ខឹងមួយរយៈសិនចោះសាន់ហាឃើញអញ្ចឹងគេក៏លន់មាត់ថាតើជូវ័នអញ្ចឹងទេបាននំញ៉ាំតែបន្តិចហ្នឹងក៏ឈប់ខឹងគេភ្លាមគេឃើញនំប្រឡាក់មាត់ជូវ័នហ្នឹងគេក៏ទៅជូតមាត់ឲ្យជូវ័នរួចហើយនាងក៏បញ្ចុកនំទៅសាន់ហាឡើងធំឃើញអញ្ចឹងហេជុនក៏ចង់ញ៉ាំដែរតែនាងឲ្យហេជុនញ៉ាំតែបន្តិចបានហើយហេជុនក៏ចេះតែញ៉ាំអញ្ចឹងទៅព្រោះថាមិនដឹងធ្វើម៉េចទេដើម្បីកុំឲ្យជូវ័នខឹងគេហើយអ្នកទាំងបីក៏នាំគ្នាដេញប៉ាតនំគ្នាអញ្ចឹងទៅណាព្រឹកនេះដែរជូវ័នបានយកនំទៅឲ្យផាក់ដាល់ញ៉ាំជាច្រើនដោយសារតែថ្ងៃមុនហ្នឹងផាក់ដាល់ពិតជាក្លាហានមែនតែននាងបានជួយនិយាយការពារជូវ័នណាឯជូវ័នវិញនាងឡើងកៀងនិយាយអីក៏មិនចាញ់ដែរផាក់ដាល់នាងថាត្រូវហើយជួនកាលវាពិបាកនៅក្នុងការការពារខ្លួនឯងណាហើយពីអ្នកគេក៏នាំគ្នាញ៉ាំនំជាមួយគ្នាទៅណាកំពុងតែញ៉ាំនឹងផាក់ដាល់ក៏សួរទៅកាន់ជូវ័នតែឯងមានចាំមកឯងថានឹងជួយខ្ញុំរឿងមួយជូវ័នក៏ថាយើងចាំតាតែឯងចង់បានអីប្រាប់យើងមកគឺផាក់ដាល់ចង់ទៅមើលហេជុនលេងបាល់បោះជាមួយនឹងជូវ័នដែរតែជូវ័ននឹងថានេះអត់ទៅផងនឹងមិនបាច់ទៅទេអត់សុបាយផងឬហើយនឹងក៏ចាប់អារម្មណ៍ដឹងពីទឹកមុខរបស់ផាក់ដាល់ហើយចឹងហើយនឹងក៏ប្រាប់ផាក់ដាល់ឲ្យគិតឲ្យច្បាស់លាស់មើលតែធ្វើមិនទេបើផាក់ដាល់ចាប់អារម្មណ៍ទៅលើហេជុនបាត់ហើយនឹងលុះដល់ពេលចេញពីរៀនលោកពូដែលជាអ្នកយាមសាលាគាត់ក៏សុំនិយាយជាមួយនឹងហេជុនបន្តិចគាត់ថាកាមេរ៉ាដែលហេជុនបានឲ្យខាងសាលាហ្នឹងឥឡូវនេះលោកនាយកសាលាបានឲ្យគាត់បកគលទៅម្ចាស់ដើមគេវិញបាត់ទៅហើយព្រោះថាបើមើលតាមរូបថតទៅដូចជាគ្មានអីផងហើយគាត់ក៏ឲ្យនាមបានម្ចាស់កាមេរ៉ាហ្នឹងទៅកាន់ហេជុនគេកាន់នាមបាននឹងបណ្ដាហ្នឹងក៏គិតដល់ពាក្យសម្ដីដែលមិត្តភក្តិរបស់គេនិយាយជាមួយនឹងគេថ្ងៃមុនហ្នឹងអាចថាម៉ាក់របស់គេជាអ្នកបញ្ជូនមនុស្សឲ្យមកតាមដានគេស្រាប់តែគេមើលទៅមុខទៅក៏ឃើញនារីម្នាក់ដូចជាម៉ាក់គេបេះបាត់ចឹងហើយគេក៏ខំរត់តាមយ៉ាងលឿនតែតាមពិតទៅមិនមែនជាម៉ាក់របស់គេផងហ្នឹងគេក៏សុំទោសវិញយ៉ាងលឿនចឹងទៅណារឿងទាំងអស់ហ្នឹងដែរផាក់ដាគេឃើញទាំងអស់ដោយសារតែនាងឈរនៅពីមុខហ្នឹងតែនាងក៏អត់ហ៊ាននិយាយអីដែរចឹងហើយហេជុនក៏ចូលទៅសួរថាជាមិត្តភក្តិរបស់ជូវ័នហ្នឹងមែនផាក់ដានាងក៏សួរស្ដីទៅកាន់ហេជុនណាហេជុនក៏សួរទៀតតើដាល់ត្រូវអត់ផាក់ដាលើអញ្ចឹងនាងឡើងនាងក៏ថាត្រូវហើយខ្ញុំគឺឈ្មោះដាល់ហេជុនគេក៏បានសួរតែម្ដងទៅតើនាងបានឃើញរឿងអំបញ្ញមិញទាំងអស់ហើយត្រូវអត់តែផាក់ដានាងថាអត់ទេនាងអត់បានឮអីទេហេជុនក៏តបទៅវិញថាល្អហើយអញ្ចឹងហើយគេក៏បានដើរចេញទៅតែគេក៏បានដើរមកចិត្តផាក់ដាវិញគេចង់និយាយថាបើសិនជាផាក់ដាមិនបានឮរឿងទាំងអស់ហ្នឹងទេនាងមិនគួរនិយាយថាអត់ទេនោះទេនាងគួរតែនិយាយថាស្អីគេមិនត្រូវរួចហើយគេក៏សុំនិយាយគ្នាជាមួយនឹងផាក់ដាបន្តិចគេសុទ្ធតែនាំផាក់ដាមកញ៉ាំអីនៅហាងទៀតផាក់ដាវិញនាងហាន់សាច់ឡើងញ័រដៃឃើញអញ្ចឹងហេជុនគេឡើងអស់សំណើចគេក៏ឲ្យរបស់គេទៅផាក់ដាតែម្ដងទៅហើយគេក៏បាននិយាយបន្តទៀតបើសិនជាគេមានវេទមន្តដូចក្នុងរឿងគេនឹងលុបការចងចាំរបស់ផាក់ដាបាត់ទៅហើយដោយសារតែគេខ្មាស់ផាក់ដាគេក៏សុំឲ្យផាក់ដាធ្វើដូចជាគ្មានរឿងអីកើតឡើងទៅណាមួយទៀតកំប្រាប់រឿងនឹងទៅកាន់ជូវ័នឯសោះរឿងដែលគេទៅហៅអ្នកផ្សេងថាម៉ាក់បើសិនជាជូវ័នដឹងគេនឹងគិតថាខ្ញុំឈួតជាមិនខានអញ្ចឹងហើយផាក់ដាគេក៏យល់ព្រមតាមនឹងអញ្ចឹងទៅណាឬហើយរឿងក៏កាត់មកនៅពេលដែលជូវ័ននិងសាន់ហាកំពុងតែញ៉ាំអីនៅហាងវិញនាងកំពុងតែញ៉ាំនឹងក៏ធំក្លិនឈ្ងុយមែនតែនឈ្ងុយនឹងគឺជាក្លិនស៊ុបដែលប៉ារបស់គេធ្វើណាតែវាជា favorite របស់ហេជុនទៀតហើយដល់អញ្ចឹងទៅជូវ័ននេះឡើងខឹងព្រោះថាស្អីបន្តិចក៏ហេជុនដែរតែលោកពូជេក៏ថាដោយសារតែហេជុនគឺជាកីឡាករគេគួរតែញ៉ាំរបស់ប៉ៅអញ្ចឹងហើយតែមិនមែនសម្រាប់តែហេជុនទេណាគាត់ក៏ធ្វើឲ្យសាន់ហាដែរឯជូវ័នវិញលឺអញ្ចឹងនាងក៏បានចាក់រកណាតើបងមិនគិតថាយើងជាបរាសិតរបស់ហេជុនទេតែសាន់ហាក៏បានផ្ទាត់ក្បាលនាងមួយនាងក៏បាននិយាយបន្តទៀតលើកមុននឹងមានតែហេជុនទេដែលបានញ៉ាំទឹកដែលប៉ារបស់គេបានមកពីក្រោមដីតែមានណាសាន់ហាគេថាគេបានញ៉ាំដែរហ្នឹងអញ្ចឹងមានន័យថាអត់តែនាងនោះទេនាងក៏ខឹងប៉ានាងបន្ថែមទៀតហើយចំណែកនៅសាលាវិញមានបរិសម្នាក់ជិះឡានឡើងលយមែនតែនគ្រាន់តែយើងឃើញក៏ដឹងថាអ្នកមានដែរមិនអញ្ចឹងក្រឡេកមកមើលហេជុនវិញគេកំពុងតែញ៉ាំទឹកដោយសារតែគេលេងបាល់បោះហត់ពេកឯហួយជូវិញណាក៏ធ្វើជាយកកន្សែងទៅឲ្យហេជុនជូតញើសតែហេជុនគេមានយកឯណាគេក៏ដើរចេញតែម្ដងឃើញអញ្ចឹងជូវ័នឯណែនាងឡើងសប្បាយចិត្តនាងក៏ប្រាប់ទៅផាក់ដាល់ឃើញទេពួកគេទាំងពីរបានបែកគ្នាហើយ
ហើយនាងក៏ឲ្យផាក់ដាល់ចាំបន្តិចទៅនាងមានគម្រោងរបស់នាងហើយនាងនឹងធ្វើឲ្យអ្វីដែលបេះដូងផាក់ដាល់ចង់បាននឹងខ្លាចទៅជាការពិតចំណែកឯលោកពូសង្ហាបាញ់មិញហ្នឹងគាត់ក៏ទៅកន្លែងដែលគេលេងបាល់បោះគាត់កាន់រូបថតមួយកំពុងតែរកមើលហេជុនគាត់រកមើលចុះឡើងហ្នឹងក៏ឃើញហើយគាត់ក៏ដាក់ចូលទៅសួរតែម្ដងទៅតើឯងគឺជាកាំងហេជុនមែនហេជុនគេឆ្លើយថាត្រូវហើយគឺជាគេគ្រាន់តែលឿនចឹងគាត់ក៏ចាប់តែហេជុនជាប់ចំណែកហេជុនវិញគេឡើងភ័យតែម្ដងលោកពូម្នាក់ហ្នឹងគាត់ក៏ប្រាប់ទៅណាថាខ្ញុំគឺជាលោកប៉ារបស់ឯងហើយជួនទឹកមុខគេឡើងភ្ញាក់ផ្អើលមែនតែនរឿងរបស់យើងភាគទី2ក៏ស្លេះតែត្រឹមហ្នឹងហើយចាំមើលភាគទី3បន្តទៀតអរគុណអ្នកទាំងអស់គ្នាបាយបាយសម្រាប់អ្នកដែលចង់ឧបត្ថម្ភឲ្យ admin មួយកៈ1សែនអីអ្នកទាំងអស់គ្នាអាចឧបត្ថម្ភតាមរយៈកង ABA នេះបានណា This